សួស្តីនឹក admin អត់តែឃើញ admin មកមិនថា admin stress នឹងរឿងអានព័ត៌មាននឹងទៀតហើយអញ្ចឹងដក clear មកវិញម្ដងអញ្ចឹងឥឡូវនោះខ្ញុំមើលរឿងអីគេបុរាណលាយសម័យវិញម្ដងឆ្លងកាលឆ្លងវេលាគេណែតួក៏ស្អាតស្អាតដែរអ្នកណាធ្លាប់មើលហើយមិនបាច់មើលទៀតទេប៉ុន្តែបើអ្នកណាធ្លាប់មើលចាំមើលមួយ admin កុំឲ្យខាតពេលចាប់ផ្ដើមសាច់រឿងយើងទៅគឺចាប់ផ្ដើមដំបូងហ្នឹងហើយយើងឃើញប្រុសស្អាតយើងម្នាក់នេះក្រាបដេកនៅលើតុហ្នឹងហើយស្រាប់ដេកបដាយកសពបដាអញ្ចឹងណាយកសពតែខ្លួនឯងហ្នឹងទៅតាមពីសម័យបុរាណនៅប្រទេសកូរ៉េហ្នឹងហើយទៅស្គាល់គ្នាជាមួយនឹងម្នាក់ប្រុសណាអីចឹងណាគេដើរលេងក្នុងព្រៃរបៀបមនុស្សស្គាល់គ្នាអីចឹងទៅស្រាប់តែដេកយកសពមិនមែនតែដេកយកសពរបៀបដើរលេងសប្បាយណាដេកយកសពនៅថាថើបគេទៀតអូមិនលំទេណាស្រាប់តែយកសពបានតែប៉ុណ្្នឹងគេថាតួប្រុសភ្ញាក់កញ្ញាងគ្នាមានអារម្មណ៍ថាដូចរបៀបអូផ្លៃយកសពចម្លែកចឹងតែលក្ខណៈដូចមែនតេនចឹងស្រាប់តែគ្នាមិនទាន់ស្វាងស្រួលបួផងបាត់ភ័ក្រម្ដងចាប់គៀកកក៏និយាយទៅហ្មងណែឯងឥឡូវនេះចង់ធ្វើអីក៏បានដែរមែនទេព្រោះឈ្មោះឯងត្រូវបានជាប់ចូលរៀនមហាវិទ្យាល័យត្រូវអត់ដល់តួប្រុសយ៉ាងនេះជួយចងងស្រែកដល់បាត់ភ័ក្រចឹងណាអូជប់សិនដល់ឲ្យមិត្តភ័ក្ដិគ្មានលេងទេនៅតែនិយាយចឹងថាឯងដឹងអត់ឯងកំពុងតែបំផ្លាញបរិយាកាសសិក្សាឯណាដល់តួប្រុសយ៉ាងហ្នឹងក៏ខឹងហ្នឹងចាប់ប្រលេងដៃខ្លួនឯងហ្មងចុងក្រោយក៏លេងបានសម្រេចហើយក៏តទៅមិត្តភ័ក្ដិវិញចឹងណាឯងគិតថាយើងជាប់ចូលដល់សំណាងមែនឯងដឹងអត់យើងខំរៀនអំពីតេស្តប្រឡងហ្នឹងទាំងថ្ងៃទាំងយប់ហ្មងដល់គ្នាមិនទាន់និយាយចប់ផងសាក់តែមិត្តភ័ក្ដិហ្នឹងឈោក៏លេខឃើញរូបនៅក្នុងសភៅពុំហ្នឹងដល់ហើយក៏និយាយថាឈប់សិនយើងដូចជាមានអារម្មណ៍ថាធ្លាប់ស្គាល់រូបភាពនេះពីយូរមកមកនេះវាមើលទៅដូចស្តៀងជាមួយនឹងរូបគំនូឯងអញ្ចឹងមែនទេរួចហើយមិត្តភ័ក្ដិហ្នឹងក៏ច្អល់ទៅលើរូបហ្នឹងអញ្ចឹងណាក៏និយាយបន្តទៅថានេះមើលកន្លែងជួរនេះហើយមើលកន្លែងទឹកថ្នាំពណ៌ឯងគឺស្តៀងគ្នាមែនទែនគ្រាន់តែលើប៉ុណ្ណឹងនិយាយពីតួប្រុសយើងខំសឡងមើលទាំងភ្ញាក់ផ្អើលហ្មងផ្លេចណែនាំឈ្មោះតួប្រុសយើងឈ្មោះអិនហូដល់ពេលសឡងមើលរូបហ្នឹងហើយក៏និយាយទៅកម្មមិត្តភ័ក្ដិថាមែនហើយសេជិនយើងក៏មានអារម្មណ៍ថាដូចធ្លាប់ឃើញរូបនេះតាំងពីយូរដែរទឹកថ្នាំគូគំនូទាំងអស់សម្រាប់ឯងគឺឯងមើលតែដូចគ្នាទាំងអស់តើមិនអញ្ចឹងហីឃើញគ្នាភ្ញាក់ផ្អើលមិត្តភ័ក្ដិនេះខំស្ដាប់ចុងក្រោយចង់សោះមិត្តភ័ក្ដិនឹងលឺអញ្ចឹងក៏តបទៅវិញមកឯងកំពុងនិយាយអីហ្នឹងឯងអត់ដឹងទេថាយើងមានភ្នែកមុតណាទោះប្រុសយើងនេះក៏ស្ដាប់ចប់ភ្លាមអស់ស្នាយក៏តបទៅវិញមកយើងអត់ដឹងទេចឹងឯងប្រាប់យើងតិចមកយើងចង់ដឹងដល់អត់ឃើញមិត្តភ័ក្ដិឆ្លើយអញ្ចឹងទោះប្រុសក៏តបទៅវិញអញ្ចឹងណាតាមអីហើយក៏ទាញកបោទាញអាមរងទៅផ្ទះចឹងណាដល់ឃើញតួប្រុសរៀបកបោចឹងមិត្តភ័ក្ដិក៏សួរហ្មងឯងចង់ធ្វើអីគេហ្នឹងដល់ពេលលើសំណួរតួប្រុសក៏តបទៅវិញថាព្រោះតែមិត្តសម្លាញ់យើងបាននិយាយថាយើងបំផ្លាញបរិយាកាសសិក្សាចឹងហើយយើងចាប់ទៅផ្ទះតិចហើយមិត្តភ័ក្ដិនេះលឺចឹងក៏សួរទៅវិញហ្មងឯងឈ្គួតទេអីហើយបានត្រូវទៅផ្ទះវិញដល់តួប្រុសហ្នឹងក៏អត់មកអីទេខំរៀនណាហើយក៏ទៅបាត់ទៅដល់ទៅពេលតួប្រុសដើរទៅផ្ទះទៅក៏អើទៅឃើញហាងមួយរបៀបហាងកាហ្វេហាងលក់អីចឹងណាទៅក៏ឃើញមានមនុស្សក៏ដើរចូលបើកម្ដងស្ងាត់ជ្រាបមែនទេនេះគ្នាហ្នឹងក៏ដើរមើលរូបគំនូមួយអញ្ចឹងណាពួកគ្នាគូរូបអ្នកឆ្លាញ់សិល្បៈដែរដល់ពេលឃើញអញ្ចឹងទៅក៏ដើរចូលមកបន្ទប់មួយទៀតស្រាប់តែគ្រាន់តែដើរចូលម្ដងនឹងភ្លាមសតតែអំពូលភ្លើងហ្នឹងអាលុតភ្លឹបភ្លេតអញ្ចឹងណាតែតួប្រុសហ្នឹងក៏អត់ចាប់អារម្មណ៍អីដែរគិតថារបៀបដាច់ភ្លើងអីធម្មតាអញ្ចឹងទៅស្រាប់ដល់ពេលក៏ដើរមើលរូបគំនូអញ្ចឹងណាក៏មើលមួយអញ្ចឹងណាអស់ពីមួយចូលមួយស្រាប់តែដើរទៅដល់រូបគំនូផ្ទាំងហ្នឹងគ្រាន់តែឃើញពេលតួប្រុសភ្ញាក់ផ្អើលក៏និយាយហ្មងហើយខ្ញុំដូចជាធ្លាប់ឃើញរូបនេះណានេះស្រាប់ទៅដល់ពេលហ្នឹងភ្លើងរលត់ទៀតភ្លើងមិនដឹងកើតទេដល់តួប្រុសងើយមើលចឹងដល់ពេលហើយលោកនេះលេងចាប់អារម្មណ៍ភ្លើងចាប់អារម្មណ៍ទៅរូបគំនូនោះឯងខំប្រឹងខិតទៅរមើលគំនូហ្នឹងយឺតចិត្តចឹងណាដល់ភ្លើងហ្នឹងវាបិទបើកនិយាយទៅគ្រាន់តែវារលត់បើកចង់10ដងហើយតួប្រុសក៏អត់ខ្វល់ដែរមិនវិញរត់បាត់ហើយខ្លាចខ្មោចមកប៉ុណ្ណេះដល់ទៅក៏ឈោសឡងចឹងណាសាប់តាពេលកំពុងទៅប្រពថតនោះសាប់ទៅលិចចេញស្ត្រីម្នាក់មកតួប្រុសនេះគាត់នៅឃើញព្រាមនិយាយពីថាគ្នាភ្ញាក់កញ្ញាហ្មងចារបៀបនៅពងស្លងភ្លើងដាច់ផងស្រាប់លិចចេញមកឆ្កុយអញ្ចឹងក៏សួរទៅថាអ្នកស្រីជាណាគេហ្នឹងដល់ហើយអ្នកស្រីក៏ញញឹមក៏តទៅថានៅទីបំផុតខ្ញុំក៏បានរកឃើញម្ចាស់រូបគំនូនេះហើយតួប្រុសនេះលឺយត់ឆ្ងល់ក៏សួរទៅវិញថាអ្នកស្រីថាម៉េចដល់ពេលមិនទាន់មកស្ដាប់អ្នកស្រីតវិញមកស្រាប់ភ្លើងរលត់ទៀតដល់ពេលភ្លើងរលត់ភ្លើងបើកវិញបាត់អ្នកស្រីនឹងបាត់តួប្រុសនេះឆ្ងល់ដែរស្លឹងរមើលជុំវិញអញ្ចឹងចុំកើតអីអញ្ចឹងដល់បាត់អ្នកស្រីនេះអាភ្លើងហ្នឹងក៏វាបិទបើកតួប្រុសទៅនឹងសារពេលភ្លើងបើកម្ដងទៀតបាត់តួប្រុសចេញបដ ாய் នៅសល់តែរូបគំនូចឹងនេះហើយចូលដំណើរសាច់រឿងណាមើលរូបហ្នឹងឲ្យហើយដំបូងមានអារូបចុចនេះ3គ្រាន់តែបាត់តួប្រុសនឹងភ្លាក់ចុចហ្នឹងក៏បាត់ដែរអាហ្នឹងសុទ្ធតែសាច់រឿងរហូតដល់ចប់រឿងហើយតែឥឡូវបកមកខាងនេះម្ដងសត្វតែឃើញមនុស្សស្លាប់អូឈាមលហិលហាតពេញហ្នឹងឯនេះស្រាប់តែឃើញតួប្រុសម្នាក់លើកដើមម្ដងស្រែកហ្មងឯងឆាប់និយាយប្រាប់យើងមកបើសិនជាឯងនិយាយប្រាប់យើងទុកជាមួយឯងថាតាណាបញ្ជូនឯងមកដល់តែគេស្រែកទៅគេណោះសោះណែមកភ្ញាក់តួប្រុសឯងណែសពតែឃើញបើកភ្នែកកញ្ញាហ្មងហើយរបៀបដូចថាភ្ញាក់ពីដេកបន្តិចថ្លង់បន្តិចអីបន្តិចចឹងណាសពតែងើបឡើងចំពេលមកនៅក្នុងព្រៃវិញមិញនៅមើលរូបគំនូសុកហ្នឹង
គ្នានេះឆ្ងល់ក្នុងចិត្តដែរហ្នឹងណាអត់តែកលេចមកគេឆ្លោះគ្នានេះបន្តស្រាប់តែឃើញម្នាក់ប្រុសហ្នឹងលើកដើមម្ដងស្លាប់ចឹងណាដល់ហើយមានណាក៏ទួប្រុសអាវសហ្នឹងចាប់ទាញដាវវិញគ្រាន់តែឃើញប្រឹងភ្លាមម្នាក់អាវខៀវក៏និយាយមកព្រះអង្គចឹងណែនាំទីសិនណាទួប្រុសពាក់អាវសហ្នឹងគឺព្រះអង្គម្ចាស់ហើយអ្នកពាក់អាវខៀវហ្នឹងគឺអង្គរៈរបស់ព្រះអង្គដល់ព្រះអង្គហ្នឹងនិយាយទាំងខឹងហ្មងក៏ស្រែកទៅហ្មងឯងចាប់ប្រាប់យើងភ្លាមមកតើបងប្រុសយើងជាអ្នកបញ្ជូនឯងមកមែនទេគ្រាន់តែនិយាយជាប់ភ្លាមគ្មានឲ្យគ្នាឆ្លើយតន់ទេកាប់កគ្នានឹងស្លាប់ចោលបដ ாய் ដល់តែអាសំលេងឆ្លោះគ្នាកាប់ចាក់គ្នាណែលឺដល់ទួប្រុសយ៉ាងនេះចាប់ផ្ដើមស្វាងហើយនេះដល់ទៅក៏ខំងើបខំអីចឹងណាអូទុបពោះផងឯផងមិនដឹងធ្លាក់ពីណាមកទេក្នុងព្រៃនេះមកដូចឈឺដល់ក៏ដើរទៅរកអាសំលេងគេនិយាយគ្នាហ្នឹងដល់តែក៏លេចមកខាងណាវិញក៏លឺព្រះអង្គនឹងរៀបរាប់ទុកសោកមកក៏និយាយថាឥឡូវនេះព្រះបិតាយើងបានសោយទីបង្គត់ហើយវាប្រហែលជាមិនគ្រប់គ្រាន់ទេត្រឹមតែការបណ្ដេញយើងចេញពីរាជវាំងឥឡូវនេះយើងថែមមិនត្រូវបានគេនិរទេសចេញទៀតហើយបើសិនជាវានៅតែមិនគ្រប់គ្រាន់ពិតមែនណាពួកគេនឹងស្វែងរកក្រុមមធ្យោបាយដើម្បីរកឱកាសសម្រាប់យើងឲ្យទាល់តែបានយើងអត់ចង់មានជីវិតរស់នៅបន្តទៀតទេគ្រាន់តែលឺចឹងទៅណែអង្គរៈនេះគ្នាសំណោះសំណោកជំនួសព្រះអង្គដែរចឹងណាក៏ទាញព្រះអង្គយកមកឲ្យក៏និយាយទៀតថាក៏មានបន្ទូលបែបហ្នឹងអីព្រះអង្គទូបង្គំនឹងការពារព្រះអង្គរហូតដល់ថ្ងៃចុងក្រោយអូយនិយាយទៅអេដមីនអត់សូវចេះភាសាស្ដាច់ទេណាអាណាចេះក៏និយាយទៅណាអត់ចេះទេភាសារៀសហ្នឹងហើយស្រាប់តែគេពងសំណោះសំណោកអោបគ្នាណែវាចៃដល់នេះទោះប្រហែលដើរមកដល់ឃើញដែរគាត់ទៅឃើញភ្លាមទៅមកឆ្ងល់ទេឆ្ងល់រហូតមកណាក៏ភ្ញាក់ហ្មងហុយនេះគឺជាទស្សនវិជ្ជាដែលខ្ញុំឃើញនៅក្នុងយស័ព្ទខ្ញុំតើគ្រាន់តែលឺចឹងអង្គរៈនឹងគ្នាភ្ញាក់វិញដែរក៏ស្រែកសួរហ្មងឯងជាតាណាគេហ្នឹងដល់តួប្រុសយ៉ាងនេះគ្នាអត់ដឹងអីក៏សួរទៅថាសុំទោសលោកឯងប្រាប់ខ្ញុំបានទេថាទីនេះគឺជាកន្លែងណាខ្ញុំគិតថាខ្ញុំវែងផ្លូវហើយអាមនុស្សគេពងស្លាប់គ្នានេះឯងមកអូយទឹកមុខលដឹងអីហ្មងណាស្រាប់តែខាងអង្គរៈនេះមានណាអត់មានឆ្លើយមកទេទាញដាវមកដល់លើកឯងគំរាមចឹងហ្មងទោះប្រុសគាត់ទៅឃើញភ្លាមចំស្អីគេហ្នឹងដាវមែនទេដល់ទៅពេលហើយមានណាខាងអង្គរៈនោះអត់ឆ្លើយនៅតែកាន់ដាវតម្រង់ដរោចឹងដល់ទោះប្រុសឃើញចឹងក៏ស្រែកអីហ្មងលោកហេតុតែចាំបាច់ធ្វើចឹងពួកយើងតាមតែជួបគ្នាតើជប់សិនrồiទៅក៏ទាញទូរស័ព្ទទាញអីម្រងថាយកមកចុចអីចឹងណាស្រាប់តែហើយទៅក៏អង្គរៈស្រែកចឹងហេនៅពីក្រោយឯងគ្នារបៀបស្រែកម្រងប្រាប់ចឹងគ្នាមិនតបាននិយាយផុតផងណែឃើញធ្លាក់ទៅបាត់មិនដឹងដល់ណាដល់ណីទេទួប្រុសឯងសំណោះដល់ធ្លាក់រហូតនេះឈឺខ្លួនរហូតស្រាប់តែពេលហើយណែឃើញធ្លាក់មកដល់លើខ្សាច់អីណែស្រាប់គេងើបឡើងហ្នឹងក៏ឆ្ងល់ទៅដែរជុំរឿយគេហ្នឹងនេះយើងអត់តបភ្ញាក់ពីយស័ព្ទទេហើយនៅមានរឿងមនុស្សស្រីម្នាក់មិញទៀតតែជារឿងស្អីហ្នឹងអូយគួរឲ្យខ្លាចដល់នេះអញចេះខ្លាចទេមិនខំថាអត់ខ្លាចដល់ពេលហើយអូណែខំប្រឹងទៅដងងើបចឹងអូឈឺគូដល់នេះធ្លាក់ម៉ងអីក៏និយាយទៅអូយហេតុអីក៏ឈឺដល់ម្លងអានេះបើគិតថាក្នុងយស័ព្ទគួរណាឈឺសោះអញ្ចឹងណាស្រាប់ហើយចេះប្រឹងងើបដល់ពេលងើបចឹងទៅក៏ឃើញអាពលឺចេញមកអាលក្ខណៈដូចរបៀបយើងក្នុងរឿងអារបៀបគេឆ្លងការឆ្លងវេលាទៅប៉ះទៅរបៀបអញ្ចឹងអញ្ចឹងចេញពីនឹងផុតអញ្ចឹងណាគ្រាន់តែប៉ះភ្លាមដឹងថាដូចអញ្ចឹងភ្លាមនោះចាប់ផ្ដើមភ្ញាក់ទៅស្អីគេហ្នឹងដល់ពេលគេនឹកឃើញឆ្ងល់មែនទែនក៏ងើបឡើងទៅដល់យកដៃទៅប៉ះផងឲ្យធាក់មកជើងផងដល់ហើយមែនណាធាក់អត់ចេញហើយដួលខ្លួនឯងទៀតដល់ហើយក៏គេអូយនិយាយពីទឹកមុខទោះប្រុសនឹងអេដមិនសើចរហូតគេឆ្ងល់ក៏និយាយទៅហួយរឿងស្អីនេះអានេះក៏មិនមែនឆាកសំដែងណានេះអូយជប់សិនប្រហែលជាសពហើយហ្នឹងហើយពិតមែនហើយពិតជាសពមែនហ្នឹងហើយដល់ហើយក៏យកដៃទះខ្លួនគេអញ្ចឹងអិនហូភ្ញាក់ឡើងអិនហូភ្ញាក់ឡើងរបៀបកុំឲ្យខ្លួនឯងយកសពទៅអញ្ចឹងណាសពទៅដល់ពេលហ្នឹងលេចស្ត្រីម្នាក់ចេញមកវិញណាដល់លេចចេញមកហើយក៏និយាយទៀតថាខ្ញុំគិតថាវាមិនមែនជាយស័ព្ទទេដល់តួប្រុសនេះគ្រាន់តែកលេចឃើញអ្នកស្រីនឹងភ្លាមភ្ញាក់ទៀតណាតែភ្ញាក់បែបសប្បាយចិត្តក៏និយាយថាអ្នកស្រីគឺអ្នកស្រីដែលនៅកន្លែងតាំងរូបថតតាគឺជាមនុស្សតែម្នាក់ត្រូវទេអ្នកស្រីនោះក៏តទៅវិញថាខ្ញុំនៅកន្លែងផ្សេងដែលនៅក្រៅពីរូបភាពនោះលោកក៏មិនអាចមកកន្លែងហ្នឹងបានដែរគ្រាន់តែលឺចឹងតួប្រុសក៏សួរទៅវិញថាអ្នកស្រីកំពុងតែនិយាយពីអីគេហ្នឹងអ្នកស្រីហ្នឹងក៏និយាយបន្តទៀតថារូបគំនូគឺត្រូវតែគូរួចរាល់នៅលើกระดาษត្រូវទេលោកគឺត្រូវតែធ្វើការងាររបស់លោកឲ្យរួចរាល់ទើបលោកអាចត្រឡប់ទៅវិញបានតួប្រុសនេះគ្រាន់តែលឺចឹងគ្នាឆ្ងល់ក៏សួរទៅវិញហ្មងអីគេណែមិនតាន់បានឆ្លើយផងស្រាប់តែអ្នកស្រីនៅលាយទៅបានទួប្រុសស្រែកមកអ្នកស្រីទៅណាហ្នឹងខ្ញុំដល់ពេលចូលរៀនមហាវិទ្យាល័យហើយដូច្នេះខ្ញុំគឺត្រូវតែសប្បាយយ៉ាងហោចអ្នកស្រីក៏គួរតែប្រាប់ខ្ញុំសិនដែរថាពេលនេះខ្ញុំកំពុងតែនៅឯណាមុនពេលអ្នកស្រីទៅវិញនេះរឿងឈួតស្អីហ្នឹងខ្ញុំចង់ឈួតមែនតើនេះនិយាយបដាទៅធាក់ដីបដាណាកំសត់កំរមកគ្នាហ្នឹងចង់យំបន្តិចអីបន្តិចលហេមលហាមដល់នេះស្រាប់តាកំពុងតែយំណាគេមកចាប់ទាញកបោកទាញកអាវពីក្រៅចឹងហ៎ដល់ហើយក៏លឺស្រីអង្គរៈនិយាយទីបំផុតយើងរកឃើញឯងអាចចង្រៃ
អីទេអញហើយអញអស់មួយចូលមួយហ្មងដល់ហើយទៅអង្គរៈក៏ចាប់តួប្រុងយកទៅកន្លែងខ្លួនឯងស្នាក់នៅចឹងណាណែដាវហ្នឹងកាន់គម្រាមរហូតក៏សួរទៅហ្មងអ្នកណាគឺជាអ្នកបញ្ជូនឯងមកតួប្រុងហ្នឹងក៏នៅបដិសេធតទៅវិញចឹងណាខ្ញុំបានប្រាប់លោករួយតើថាខ្ញុំក៏មិនដឹងដែរថាខ្លួនឯងនេះឥឡូវពងនៅឯណាតបបែបរបៀបគោវល់ចឹងណាមានណាអង្គរៈនោះស្រែកវិញហ្មងពិតជាឆ្លើយមែនចុះស្គាល់ស្ដាយស្គាល់អីចឹងហ៎ដល់ក៏លេចមើលឃើញឯកសន្តានគេតួប្រុសហ្នឹងក៏ចាប់ផ្ដើមនិយាយហ្មងមើលទៅរូបរាងឯងពិតជាគួរឲ្យសង្ស័យមែនតួប្រុសនេះគាត់ទៅស្ដាប់លើហើយភ្លាមអើយអញហត់បញ្យល់អស់នេះក៏តទៅវិញថានេះគឺជាឯកស្ថានសាលារៀនខ្ញុំគឺជាសិស្សវិទ្យាល័យខ្ញុំនឹងទៅរកផ្លូវរបស់ខ្ញុំវិញហើយដូច្នេះហើយសូមអនុញ្ញាតឲ្យខ្ញុំខលទៅរកមិត្តភក្តិបន្តិចទៅណាដល់លឺចឹងអង្គរៈហ្នឹងក៏និយាយទៅវិញថាមនុស្សដូចជាឯងមកទីនេះរាប់សិបដងហើយប្រកាសគ្មានតារាម្នាក់ដែលមានជីវិតត្រឡប់ទៅវិញតួប្រុងនិយាយវាថាដូចនៅតែមិនជឿចឹងណាក៏សួរទៅវិញថាជប់សិនសេជីនណាជាអ្នករៀបចំគម្រោងនេះដើម្បីធ្វើបាបខ្ញុំពិតមែនទេនិយាយវាថាទាំងស្ដាច់ទាំងអង្គរៈនេះវាគ្នាឆ្ងល់ទាំងអស់គ្នាចឹងនេះសិតឆ្ងល់ទៅឆ្ងល់មកថាម្នាក់និយាយរឿងអីដល់ឃើញគេអត់តបចឹងតួប្រុសក៏និយាយទៀតពិតមែនណាហើយមនុស្សមួយក្រុមនៅក្នុងព្រៃមិនហ្នឹងគឺសុទ្ធតែជាអ្នកភូមិមែនទេគឺគេកំពុងតែរៀបចំថតរឿងមិនអញ្ចឹងទេក៏ធ្វើអីម្យ៉ាងដែរត្រូវអត់ហើយលោកក៏ប្រហែលជាតួឯកប្រុសដែរមែនទេមកទៅសម្លៀកបំពាក់ក៏សំតំណងដែរវាគួរតែអញ្ចឹងច្បាស់ណាស់នេះចុះឃើញស្ដាច់ឃើញអីគេស្លៀកពាក់បុរាណគាត់ថាអូប្រហែលជាគេថតឈុតបុរាណថតអីមកទៅសាប់ទៅដល់ពេលហ្នឹងព្រះអង្គគេចូលចិត្តហ្នឹងឃើញអាសម្ភារៈរបស់តួប្រុសរុះពេញដីក៏ទៅដល់ចាប់ចុះលុបហើយក៏សួរថានេះគឺជាស្អីគេហ្នឹងតួប្រុសយកនេះគាត់ស្ដាប់ឮដកថើមធំហ្មងរួចទៅក៏តទៅព្រះអង្គវិញថានេះគឺជាលុបដល់វគ្គព្រះអង្គអ្នកឆ្ងល់វិញម្ដងអត់យល់គេនិយាយស្រាប់ទៅដល់ពេលហ្នឹងអង្គរៈហ្នឹងលោកដាវម្ដងហ្នឹងគំរាមទៅដែរនិយាយឲ្យគ្រប់តិចចុះមួយស្ដាច់ខ្លួនឯងរីហើយតួប្រុសគ្នាមានតែដឹងអីនិយាយថាអូហើយមួយថ្ងៃហ្នឹងតួប្រុសខ្ញុំវិញ្ញាណហ្នឹងតាណាអស់ហើយទេដល់ហើយទៅព្រះអង្គក៏ឃើញខ្មៅដៃទៅលើខ្មៅដៃម្ដងលើកហើយក៏សួរតួប្រុសទៅដែរចុះអានេះស្អីគេវិញដល់តួប្រុសលឺចឹងអូឈប់អីអញចាប់ទាញខ្មៅដៃម្ដងទាញសភៅទាញអីយកមកគូឲ្យមើលហ្មងណាកុំឲ្យបាក់សួរច្រើនពេកដល់ពេលឃើញតួប្រុសគូទៅព្រះអង្គក៏និយាយថាអូយដូចជក់អញ្ចឹងប៉ុន្តែវារឹងជាងស្ដើងជាងហើយទៅដិតជាងតួប្រុសគ្រាន់តែលើព្រះអង្គនិយាយព្រោះស្លឹងមុខព្រះអង្គហ្មងឲ្យលក្ខណៈថាចំអាប៉ែនេះមិនហ្នឹងដល់ពេលហើយខ្ជិលនិយាយខ្ចីច្រើនទាញចូលលុបទាញអីហ្នឹងយកមកលុបលើសភៅចឹងដល់ព្រះអង្គឃើញការឆ្ងល់ក៏សួរហ្មងឯងកំពុងតែធ្វើគេហ្នឹងតួប្រុសលុបចោលអីចឹងហើយទៅក៏លលាស់ក៏លើកមកនេះគឺជាវិធីដែលគេប្រើវាគ្រាន់តែស្ដាប់តួប្រុសនិយាយចប់ភ្លាមព្រះអង្គជាមួយនឹងអង្គរៈហ្នឹងមើលមុខគ្នាទៅវិញទៅមកងីងើចឹងស្នាក់ឆ្ងល់ដូចគ្នានេះដល់ពេលហើយក៏ទៅដល់ភ្លាមទៅចាប់លេវអាវរបស់តួប្រុសក៏សួរទៅណានេះគឺជាស្អីគេហ្នឹងឯងកោះវាចេញពីសបកខ្យងដើម្បីយកវាមកធ្វើមែនទេតួប្រុសនេះគ្រាន់តែលឺស្ដាច់សួរហ្នឹងអើយស្អីទៀតឯងសួរចេះអស់រឿងហ្មងណាមិននិយាយទេតួប្រុសហ្នឹងគឺអាកាសៈបែបហ្នឹងហ្មងរបៀបក្មេងស្ទៀវនេះឆាប់ធុញឆាប់មួម៉ៅអញ្ចឹងណាប៉ុន្តែក៏នៅតែតបអញ្ចឹងក៏និយាយថានេះគឺជាគ្នាមិនតបបានតបស្រួលបួផងហ្នឹងមានណាអង្គរៈហ្នឹងរុញតួប្រុសដួលទៀតវាគ្នានឹងអូចងាប់ចងល់ឈឺផយស្រែកហ្មងណាតែលោកធ្វើអីគេហ្នឹងនិយាយទៅនៅតួប្រុសនោះតាំងពីដើមភាគមកដល់ឥឡូវឈឺសាច់រហូតនេះដល់ពេលហើយទៅព្រះអង្គហ្នឹងក៏និយាយទៅកាន់តួប្រុសចឹងណាយើងនឹងទុកជីវិតឲ្យឯងដូច្នេះហើយឯងត្រឡប់ទៅរាជវាំងវិញហើយយកសបុតឲ្យបងប្រុសយើងផងដែលជាព្រះរាជាចឹងតំណើតំណងរឿងហ្នឹងប្រហែលជាតួប្រុសហ្នឹងពេលដែលឪពុកស្លាប់ទៅឲ្យសោយរាជអញ្ចឹងណាប៉ុន្តែបងប្រុសរបៀបចង់ទៅដើមរាជចង់អីចឹងទៅក៏បដិញព្រះអង្គនឹងចេញពីរាជវាំងមកទៅអង្គរៈនេះលឺចង់ភ្លាមក៏និយាយទៅព្រះអង្គហ្មងព្រះអង្គមានបន្ទូលថាម៉េចគេគឺជាមនុស្សដែលមានគ្រោះថ្នាក់ណាដល់តួប្រុសនេះក៏ស្ដាប់គេចាប់ហើយភ្លាមក៏និយាយទៅវិញហ្មងសុំទៅផងណាហើយមិនជាខ្ញុំត្រូវធ្វើវាទឹកមុខលក្ខណៈថាអត់ដឹងរឿងហើយឌឺទៀតដល់ពេលឃើញព្រះអង្គអត់តបចឹងតួប្រុសក៏និយាយបន្តទៀតនៅមានរឿងជាច្រើនណាដែលខ្ញុំត្រូវទៅហើយត្រូវធ្វើខ្ញុំត្រូវទៅផ្ទះមិនត្រូវទៅរាជវាំងទេដល់ពេលព្រះអង្គលឺចឹងក៏សួរបកទៅវិញហើយចឹងឯងសុខចិត្តស្លាប់នៅទីនេះឬមួយក៏សុខចិត្តបញ្ជូនសបុតទៅវាំងងាប់ទៀតអញរើសមួយណាក៏ងាប់ដែរតួប្រុសដល់ពេលលឺទៅស្លាប់តរ៉ែពេកក៏សួរទៅវិញហ្មងហើយបើជាខ្ញុំត្រូវស្លាប់នៅទីនេះខ្ញុំសួរមែនតើណាអង្គរៈហ្នឹងក៏តបទៅវិញថាបើសិនជាឯងមិនធ្វើតាមបញ្ជាព្រះអង្គទេជីវិតរបស់ឯងត្រូវបញ្ចប់នៅទីនេះហើយឥឡូវនេះគ្រាន់តែនិយាយចប់ភ្លាមលេងទាញដាវហូតមករងស្លាប់មើលហ្នឹងយូរតួប្រុសគ្នាស្រែកផងអីផងចឹងនេះដល់ពេលទៅព្រះអង្គក៏ខាត់ចឹងណាគឹមហ្នឹងគឺឈ្មោះរបស់អង្គរៈអត់មានមិនដឹងហៅត្រូវខុសនេះហៅតាមព្រះអង្គដល់តួប្រុសនេះឥឡូវបែបរៀងខ្លាចមែនតើណាគិតថាអូលោកនេះស្លាប់មែនតើមើលទៅក៏សួរទៅគេវិញចឹងខ្ញុំគ្រាន់តែត្រូវបញ្ជូនសបុតទេត្រូវហ៎ព្រះអង្គហ្នឹងក៏តទៅអាម៉ាត់យ៉ាងខ្លីត្រូវហ៎ដល់ហើយតួប្រុសហ្នឹងអស់ជំរឿហើយមិនដឹងធ្វើម៉េចទេដើម្បីជីវិតក៏តទៅវិញខ្ញុំនឹងធ្វើវាមិនដឹងថាសបុតនឹងបញ្ជូនទៅណារាជវាំងនៅណាផងនេះ
ដល់ឥឡូវនេះក៏ដល់វេនព្រះអង្គគេចូលមកក្នុងបន្ទប់គាត់ចឹងទៅអង្គុយសេសបត់សេអីចឹងណាគេទាញកណ្ដាស់ទាញអីគេប្រើអាឈើនេះរបៀបគេអូសឲ្យកណ្ដាស់រៀបស្មើចឹងទៅហើយគេមានស្អីអាទឹកថ្នាំខ្មៅនេះគេរុញទៅរុញមកឲ្យចេញទឹកថ្នាំខ្មៅហ្នឹងអីមិនសូវដឹងដែរវារបស់បុរាណចឹងណាក៏ព្រះអង្គយកជួយអីហើយគេចាប់សេស្រាប់តមកសេស្រួលពួកព្រះអង្គគ្រាដើរចូលមកដល់ក៏សួរព្រះអង្គចឹងណាហើយនេះបានជាព្រះអង្គទុកឲ្យគេមានជីវិតរស់នៅទីបំផុតណាគេនឹងគម្រាមព្រះអង្គជានិច្ចដល់ពេលព្រះអង្គលឺចឹងក៏ដាក់ជួសចុះហើយក៏និយាយទៅអង្គរៈវិញថាគឺឈប់ហើយយើងថាព្រះអង្គទៀតទៅយើងមិនចង់រស់នៅតទៀតទេប៉ុន្តែមនុស្សម្នាក់នោះគឺចង់រស់នៅបន្តមិនអញ្ចឹងហីដល់ទៅពេលអង្គរៈលឺចឹងយកពីបំណងព្រះអង្គអញ្ចឹងណាក៏តបតដែរស្រាប់តែកលេចមកក្រៅវិញទូប្រងអង្គុយលោឡាតែឯងហ្នឹងអើយពួកគេច្បាស់តែឈួតអស់នេះហើយមកជពួកគេអត់យល់អីសោះចឹងណោះស្រាប់តែពងលូហ្នឹងក៏អង្គរៈដើរចេញមកដៃកាន់សបត់មួយអញ្ចឹងណាស្រាប់តែគាត់នឹងឃើញអង្គរៈចេញមកព្រាមណេះងាកមុខចេញហ្មងខ្ពើមចង់ឃើញមុខដល់អង្គរៈនេះក៏អត់ល្វីល្វល់ច្រើនណាអង្គុយចុះចិត្តតួប្រុសចឹងណារួចទៅក៏ហុចសបត់ហ្នឹងទៅឲ្យតួប្រុសហើយក៏និយាយថាឯងត្រូវតែបកគោសបត់នេះទៅឲ្យព្រះរាជាតួប្រុសនេះក៏ថាឃើញសបត់នឹងភ្លាមហើយដល់ព្រះរាជាណាទៀតទេអញអើយប៉ុន្តែហ៊ានតវ៉ាឯងគេស្លាប់ចោលក៏លុកដៃទាញសបត់ទាញអីមកចឹងណាក៏លើកសបត់មើលក៏សួរមកតែប៉ុណ្្នឹងឯងដល់ហើយក៏ដកតើមធំក៏និយាយទៅកាន់អង្គរៈទៀតណាដើម្បីផ្ញើសបត់ទៅបានណាខ្ញុំត្រូវតែដឹងរឿងរ៉ាវខ្លះតែខ្ញុំអាចសួរសំណួរលោកបានទេអង្គរៈហ្នឹងក៏តបទៅវិញបាក់ខ្វល់ចឹងណាក៏និយាយថាកុំសួរសំណួរដែលអត់ប្រយោជន៍ប្រុសហ្នឹងក៏ចាប់ផ្ដើមលោឡាតាមនិស័យក្មេងស្ទៀវទៅមិនចាប់អាដុកចឹងណាក៏តបទៅវិញថាខ្ញុំមិនបាននិយាយថាខ្ញុំអត់ទៅណាខ្ញុំនឹងទៅតើប៉ុន្តែខ្ញុំត្រូវតែដឹងថាខ្ញុំត្រូវយកសបត់ទៅឲ្យអ្នកណាគេដែរដូចជាឈ្មោះឬមកក៏អាស័យដ្ឋានជាដើមចឹងណាលោកអត់មានរូបថតឬមកក៏អីទេយ៉ាងហោចក៏គួរតែមានបណ្ដាញសង្គមអីដែរនិយាយទៅណាតើជឿតែខ្លួនឯងមកសម័យកាលនេះដល់ពេលអង្គរៈនេះស្ដាប់នឹងឆ្ងល់ហ្មងជុំនិយាយស្អីគេចេះអត់យល់សោះហ្មងដល់ទៅពេលឃើញអង្គរៈមាត់ចឹងទូប្រុសក៏និយាយទៅណាមិនចឹងទេលោកអាចផ្ញើជា text message ក៏បានដែរអូយ text message ស្អីបើទូរស័ព្ទស្អីមិនស្គាល់ហ្នឹងដល់អង្គរៈលឺឆ្ងល់ក៏សួរ text ស្អីគេគាត់គឺជាបរិជាតួប្រុសនេះក៏ស្ដាប់ហើយចង់យំតទៅវិញហ្មងហើយពិតជាគួររំខានមែនតើលោកកំពុងតែនិយាយពីអីគេហ្នឹងអង្គរៈហ្នឹងក៏តទៅថាគឺជាស្ដេចនៅលើទឹកដីនេះតួប្រុសនេះគ្រាន់តែលឺស្ដេចរៀងភ្ញាក់ផ្អើលដែរក៏សួរទៅវិញហ្មងស្ដេចអូគឺស្ដេចអញ្ចឹងស្មានតែជឿមែនចង់ក្រោយគោគេសោះដល់ហើយក៏ងាកទៅនិយាយដល់អង្គរៈទៀតដែរលោកកំពុងចង់និយាយថាព្រះរាជាគឺជាព្រះរាជាហើយទៅមនុស្សការចម្លែកដែលអង្គុយក្នុងបន្ទប់ហ្នឹងគឺជាព្រះអង្គម្ចាស់អញ្ចឹងហើយលោកពិតជាធ្ងន់ធ្ងរមែនស្រាប់តែលោកទៅប៉ុណ្ណឹងអង្គរៈស្រែកទៅវិញហ្មងប្រយ័ត្នពីសម្ដីឯងតិចទៅដល់លើចឹងទៅរៀងសម្រួលអារម្មណ៍តិចក៏សួរទៅគេវិញទៀតណាតើនេះគឺជាសាធារណរដ្ឋកូរ៉េមែនទេលើសំណួរប្លែកៗអញ្ចឹងអង្គរៈចាប់ផ្ដើមឆ្ងល់ទៀតណាក៏សួរទៅវិញថាឯងកំពុងតែនិយាយភាសាចោសិនហើយហេតុអីបានជាឯងមិនដឹងថាឯងកំពុងទៅរស់នៅប្រទេសណាចឹងលឺទៅប៉ុណ្ណឹងតួប្រុសភ្ញាក់ទៀតក៏សួរទៅវិញហ្មងនេះពិតជាសម័យចូលសិនមែនគ្រាន់តែលើសម័យចូលសិនឯនឹងព្រាយនិយាយពីតួប្រុសដកថោមធំហ្មងដល់ហើយទៅក៏ងាកទៅដល់ស្រាប់តែអង្គុយសើចវិញអេដមីនចង់ឈួតតាមតួប្រុសហើយនេះដល់ហើយក៏និយាយទៀតថាមិនអីទេបើសិនជាវាដូចនៅក្នុងរូបគំនូរនោះមែនណាចឹងវាគួរតែអាចកើតឡើងបានណាហេតុអីមិនអាចកើតឡើងហេតុអីក៏មិនអាចដល់ពេលអង្គុយនិយាយតែឯងចឹងនិយាយពីថាអង្គរៈនេះបែបគួយឆ្លងក្នុងចិត្តទៀតអូបែបឈួតមែនតើមនុស្សឈួតមើលលេងជាហ្មងហ្នឹងដល់ឃើញអង្គរៈមាត់ចឹងតួប្រុសហ្នឹងក៏និយាយបន្តទៅដែរតែខ្ញុំនៅមិនត្រូវបានគេធ្វើទរណកម្មឬមួយក៏ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារតែទៅទីហ្នឹងឯងមែនទេអង្គរៈនេះលឺចឹងក៏និយាយទៅវិញថាបើសិនជាឯងសង្ស័យច្រើនណាបើកវាមើលសិនទៅគ្រាន់តែលឺចឹងភ្លាមណែគេចាប់ទាញស្រោមសបត់ហែកមើលអីគេទាញយកមកម៉ូចឹងណាស្រាប់តែលាមកម៉ែហើយក៏ធ្វើទឹកមុខភ្ញាក់ផ្អើលគ្រាន់តែឃើញទឹកមុខតួប្រុសភ្លាមអង្គរៈសើចច្មោះក៏និយាយហ្មងឯប្រហែលជាមិនចេះអានអក្សរឲ្យមើលទៅណោះប្រហែលជាអក្សរសម័យដើមវាដូចសម័យនេះគ្រាន់តែលឺភ្លាមធ្លាក់ទុកមុខហ្មងទៅប្រឡងចូលមហាវិទ្យាល័យជាប់អានអក្សរអត់ដាច់រួចហើយក៏និយាយថាខ្ញុំពិតជាមកនៅក្នុងសម័យចូលសានមែនទេនេះដល់អង្គរៈនេះឃើញអញ្ចឹងក៏សួរទៅវិញថាតើយើងគួរតែអានឲ្យឯងស្ដាប់ទេណាឌឺ9ហ្នឹងតួប្រុសនេះក៏តទៅវិញថាមិនអីទេគ្រាន់តែមើលប៉ុណ្្នឹងក៏ខ្ញុំអាចយកសាច់ការបានដែរឲ្យគេយកសបុតទៅហើយទៅចង់ស្លាប់គេភ្លាមព្រះអង្គម្ចាស់របស់លោកគឺជាជនក្បត់ឬក៏ជាមនុស្សប្រៃផ្សាយវាគួរតែមិនមែនជារឿងចឹងទេត្រូវទេដល់លឺចឹងអង្គរៈនេះក៏អត់មាត់អកអត់ឆ្លើយទាំងអស់ស្ងាត់ស្ងៀមតួប្រុសលឺចង់ភ័យដែរខំសួរបញ្ជាក់ទៀតមែនចឹងណាអីត្រូវអត់ស្រាវខ្លាចតែគេស្លាប់ដែរហ្នឹងណាស្រាប់ហើយទៅអង្គរៈហ្នឹងក៏តទៅថាយើងអាចបានអានសបុតហ្នឹងឯងដូច្នេះហើយយើងក៏អត់ដឹងពីលំអិតក្នុងសបុតហ្នឹងដូចគ្នាថ្ងៃស្អែកនេះមិនភ្លឺពេលណាឯងស្រោតទៅពេលហ្នឹងទៅដល់តាឥឡូវនេះក៏ចូលមកដល់ពេលយប់ក៏ឃើញតួប្រុសហ្នឹងអូយប្រាស់ដេកទៅដេកមកដល់ថោមធំចឹងណាគ្នាមិនដឹងធ្វើមិនហ៎រួចហើយក៏ដេកលោតែឯងហ្នឹងហើយ
តែខ្ញុំទៅផ្ទះដល់របៀបណាទៅនេះស្រាប់តាកំពុងដេកគិតនោះរបៀបលឺសរុបសលេងមនុស្សដើរនឹងក្រៅអញ្ចឹងណាក៏ងើបលោបដល់ទៅដើរបើកប្រអួចអញ្ចឹងដល់ពេលបើកទៅក៏ឃើញព្រះអង្គដើរតែឯងអញ្ចឹងណានិយាយពីទឹកមុខលួចមើលគេនេះលសតុនអត់មានរលៀមដូចពីថ្ងៃសោះដល់ហើយទៅក៏ចេញទៅក្រៅទៅលោបដើរចិត្តព្រះអង្គអញ្ចឹងស្រាប់ដើរទៅចិត្តដល់ហើយក៏សួរថាលោកកំពុងតែធ្វើអីហ្នឹងនិយាយពីព្រះអង្គងាកមកគ្នាភ្ញាក់ព្រឹកភ្ញាក់ទាំងសងខាងមកនេះដល់តួប្រុសនេះឃើញអញ្ចឹងក៏សួរទៅវិញថាហើយមកជាលោកមើលទៅដូចជាភ្ញាក់ផ្អើលខ្លាំងម៉េចធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចអត់ស្រួលសោះព្រះអង្គហ្នឹងក៏តទៅវិញថាយើងគិតថាព្រោះតែពីថ្ងៃមុនហ្នឹងគឺយើងបានជួបមនុស្សដែលតាមសម្រាប់យើងរហូតប្រុសនេះឈោសឡឹងមកព្រះអង្គហ្នឹងឃើញទឹកមុខគ្នាសោកសៅដែរហ្នឹងដល់ហើយព្រះអង្គក៏ងាកមកសួរទៀតថាចុះហេតុអីបានជាឯងអត់ព្រមដេកហើយចេញមកក្រៅធ្វើអីតួប្រុសលឺអញ្ចឹងក៏សួរទៅវិញថាហេតុអីបានជាលោកគិតអញ្ចឹងខ្ញុំប្រហែលជាដូចលោកអញ្ចឹងនេះគឺមានរឿងជាច្រើនដែលគួរឲ្យបារម្ភដូចគ្នាព្រះអង្គនេះលឺអញ្ចឹងក៏រៀងអស់សំណើចក៏តទៅវិញថាដូចគ្នាអញ្ចឹងនេះគឺជាលើកទី1ហើយដែលយើងដោះស្រាយបញ្ហាដែលធម្មតាបំផុតនោះហើយយើងក៏ដឹងដែរថាឯងមិនមែនជាមនុស្សដែលមកពីទីនេះទូប្រុសនេះលឺអញ្ចឹងក៏សួរហ្មងចឹងឥឡូវនេះលោកជឿខ្ញុំអីព្រះអង្គហ្នឹងក៏តបទៅវិញថាវាត្រូវតែអញ្ចឹងហើយយើងអាចចំណាំមនុស្សចម្លែកនៅទីកន្លែងប្លែកៗបានហើយថ្ងៃស្អែកឯងក៏មិនចាំបាច់យកសបុតទៅដែរឯងចាក់ចេញចុះតួប្រុសនេះគ្រាន់តែលឺអញ្ចឹងភ្ញាក់ផ្អើលហើយក៏សួរទៅវិញហ្មងថាម៉េចពិតមែនព្រះអង្គក៏តបទៅវិញថាគឺច្បាស់ជាសម្រាប់ឯងចោលដើម្បីការពារយើងដូច្នេះហើយគ្មានផ្លូវអីដើម្បីបញ្ជូនឯងទៅឆ្ងាយក្រៅពីវិធីនេះទេអូយហើយព្រះអង្គឡើងចិត្តល្អខាងនេះវិញគិតអាក្រក់រហូតគាត់ទៅលឺចេញវាសប្បាយចិត្តអរគុណព្រះអង្គញាប់មាត់ហ្មងអរគុណច្រើនណារួចហើយតួប្រុសក៏និយាយបន្តទៀតតែខ្ញុំក៏បានអានសបុតនោះដែរខ្ញុំអត់យល់ទេថាវានិយាយពីអីគេខ្លាំងតែខ្ញុំអាចសួរបានអត់ថាលោកទៅសេពីអីគេដែរព្រះអង្គហ្នឹងក៏តទៅវិញថាយើងមានអារម្មណ៍ថាអាម៉ាស់ណាតែវាគឺជាហេតុផលដែលធ្វើឲ្យយើងខ្លាចជាជនក្បត់ព្រោះតែគេសាងរឿងដើម្បីចោទយើងសូមឲ្យគេអភ័យទោសឲ្យយើងហើយកុំស្អប់យើងអីព្រោះតែសេចក្តីមេត្តារបស់បងប្រុសយើងទៅធ្វើឲ្យយើងអាចមករស់នៅកន្លែងដែលស្រស់ស្អាតបែបនេះបានហើយយើងនឹងរស់នៅទីនេះរហូតដល់ថ្ងៃស្លាប់ដើម្បីឲ្យគាត់អាចភ្លេចប្អូនប្រុសម្នាក់នេះហើយនឹងរស់នៅយ៉ាងមានក្តីសុខនេះគឺជាអ្វីដែលយើងទៅសេអូស្ដាប់ព្រះអង្គរៀបរាប់ឲ្យសំណោះដល់ហើយនិយាយមួយសភាពសំពុយស្ដាច់ហ្មងប្រុសនេះស្ដាប់លឺហើយដកដើមធំក៏សួរទៅវិញថាលោកទៅសេបែបនេះតែលោកបែរជាមិនឲ្យខ្ញុំមានសបុតឲ្យគេវិញព្រះអង្គហ្នឹងក៏ងាកទៅដល់ក៏និយាយទៅវិញថាកុំបារម្ភអីយើងនឹងរស់នៅជីវិតបែបយើងក្រែងឯងក៏មានជីវិតបែបឯងដែរអីតួប្រុសនេះគ្រាន់តែស្ដាប់ចាប់ឲ្យញឹមហ្មងស្ងើចអសាទឹកចិត្តព្រះអង្គដល់ហើយក៏សួរទៅព្រះអង្គវិញថាតើលោកឈ្មោះអីដែរព្រះអង្គហ្នឹងក៏ញឹមឲ្យតទៅអាម៉ាត់យ៉ាងខ្លីហ៊ុនលីហ៊ុននិយាយទៅដូចមានអារម្មណ៍ថាទុកចិត្តតួប្រុសហ្នឹងនិយាយការពិតគ្រប់យ៉ាងប្រាប់តួប្រុសហ្មងដល់ទៅហើយទៅក៏គេនាំគ្នាដើរនិយាយសន្ទនាគ្នាក្រោមពលឺព្រះច័ន្ទហ្នឹងឯនេះនិយាយពីថាអង្គរៈនេះតាមមើលរហូតតាមស្ដាប់ដឹងពីគោលបំណងព្រះអង្គអញ្ចឹងណានិយាយទៅគ្នាអ្នកតាមការពីតាមអត់មានបាត់បញ្ជំហានហ្មងនេះដល់តែឥឡូវនេះចូលមកដល់ពេលព្រឹកទៀតស្រាប់តែឃើញអង្គរៈនឹងអង្គុយសរសើរព្រះអង្គអញ្ចឹងអូសក់ឡើងខ្ជុតជាងសែនមានទៀតដល់ពេលទៅក៏សួរព្រះអង្គអញ្ចឹងណាថាព្រះអង្គពិតជាជឿបុរសប្រុសម្នាក់នោះពិតមែនដល់ព្រះអង្គឮអញ្ចឹងព្រះអង្គហ្នឹងក៏សួរបកទៅវិញថាគឺឯងពិតជាមិនអាចនិយាយបានមែនថាគេមិនមែនជាមនុស្សដែលនៅទីនេះដល់អង្គរៈឮអញ្ចឹងក៏សួរទៅវិញថាព្រះអង្គចាំមិនได้ថាម៉េចព្រះអង្គហ្នឹងក៏តបទៅវិញថាឯងក៏បានដឹងដែរពួកយើងមិនមែនជាអ្នកភូមិនេះទេហើយគេក៏មិនមែនដូចគ្នាដែរទោះបីជាគេបរាជ័យក្នុងការបញ្ជូនសបុតទៅរាជវាំងក៏ដោយគេបាននិយាយថាគេមានកន្លែងត្រូវទៅដូច្នេះហើយពួកយើងត្រូវទៅដោះលែងគេនិយាយពីព្រះអង្គនៅពេលសក់វែងឡើងខ្ជូតដូចកូនស្រីអញ្ចឹងនេះដល់ពេលឲ្យទៅអង្គរៈហ្នឹងក៏គេរៀបកៅរៀបឲ្យព្រះអង្គអញ្ចឹងណាចងបោចងអីរៀបចំខ្លួនឲ្យអញ្ចឹងណាដល់ឃើញអញ្ចឹងទៅព្រះអង្គក៏និយាយថាបើសិនជាយើងស្លាប់ឯងត្រូវតែមានជីវិតរស់នៅហើយឯងក៏ត្រូវតែរៀបការជាមួយនឹងមនុស្សស្រីស្អាតដែរឯងត្រូវតែមានកូននឹងរស់នៅឲ្យមានក្តីសុខនិយាយពីថាអង្គរៈគ្នាគ្រាន់តែលឺអញ្ចឹងទឹកមុខគ្នាសោកសៅតម្លាក់ទឹកមុខជ្រុកហ្មងណាដល់ព្រះអង្គឃើញអញ្ចឹងក៏សួរទៅវិញថាហេតុអីបានជាឯងមិនឆ្លើយនឹងយើងអង្គរៈហ្នឹងក៏តបទៅវិញថាទូបង្គំមិនអាចរស់នៅដូចគ្មានព្រះអង្គបានទេព្រះអង្គនេះឃើញគ្នាទឹកមុខស្ងោស្ងាត់អញ្ចឹងក៏តបទៅវិញថាគឺមួយជីវិតនេះគឺឯងបានរស់នៅដើម្បីយើងហើយពិតប្រាកដដែលយើងចង់រស់នៅឲ្យបានយូរជាមួយនឹងឯងក៏ប៉ុន្តែគ្រាន់តែនិយាយបានប៉ុណ្ណឹងមានណាអង្គរៈទាញព្រះអង្គយកទៅអោបហ្មងនិយាយទៅឆាករឿងសំណំតែព្រះអង្គគូជាមួយនឹងអង្គរៈតើដល់ហើយទៅអង្គរៈហ្នឹងក៏និយាយថាព្រះអង្គក៏មានបន្ទូលបែបនេះអីទូបង្គំនឹងការពារព្រះអង្គរហូតទៅព្រះអង្គដល់ពេលឮអញ្ចឹងក៏តទៅវិញថាយើងដឹងថាឯងច្បាស់ជាការពារយើងរហូតដល់ថ្ងៃស្លាប់យើងគ្រាន់តែនិយាយដើម្បីការពារទុកមុនតែប៉ុណ្ណោះគ្រាន់តែតបបានប៉ុណ្ណឹងណេះខ
ខាងទូប្រុសបើកទ្វារមកខ្វាអូយគេលភ្ញាក់ព្រើតចូលមកកាត់ចង្វាក់គេគ្រាន់តែលឺសលេងប៉ុណ្ណឹងភ្លាមព្រះអង្គនឹងផ្ដាច់អង្គរៈនឹងចេញពីខ្លួនហ្មងចឹងណាដល់ពេលទូប្រុសនេះគ្នាអេអាដែរចុះមិនដឹងនិយាយថាម៉េចក៏តទៅថាគឺខ្ញុំបំរុងនឹងចេញទៅហើយដូច្នេះសូមអ្នកទាំងពីរបញ្ចប់អ្វីដែលអ្នកទាំងពីរកំពុងតែធ្វើចុះគិតត្រូវគិតខុសទេអញចូលមកបន្ទប់គេពេលនេះដល់ពេលមិនដឹងធ្វើម៉េចទេបិទទ្វារទៅឲ្យគេធ្វើការងារគេបន្តទៀតទៅដល់ហើយទៅតួប្រុសហ្នឹងក៏ចេញមកចាំនៅក្រៅចឹងណាគឺទៅមុខតួប្រុសចង់សើចហ្មងស្រាប់ដល់ពេលអង្គរៈកលេចឃើញស្លៀកអំពាក់ក៏និយាយថាឯងច្បាស់ជាស្លាប់ខានទេបើសិនជាឯងចេញទៅស្លៀកពាក់បែបនេះតួប្រុសហ្នឹងក៏សួរត្រឡប់ទៅវិញថាតើខ្ញុំត្រូវធ្វើមិនទៅចឹងព្រះអង្គនេះដល់ពេលលើចឹងក៏ញញឹមមិនតទៅវិញថាយើងមាននៅសល់សម្លៀកបំពាក់បំរុងខ្លះក្នុងបន្ទប់ឯងយកវាស្លៀកទៅមុនពេលដែលឯងចេញទៅអង្គរៈនេះលើចឹងក៏ខាត់ចឹងណាព្រះអង្គអាលក្ខណៈថាចង់ឲ្យយកឲ្យចឹងណាដល់ហើយទៅព្រះអង្គហ្នឹងក៏និយាយបន្តទៀតថាឯងឆាប់ទៅបដូរវាទៅតួប្រុសនៅពេលគ្នាលឺចឹងគ្រឿងអេះអញដែរដែលស្ទាក់ស្ទើរបន្តិចចឹងណាប៉ុន្តែខ្លាចងាប់ដល់ចឹងទៅក៏សម្រេចចិត្តថាចូលទៅក្នុងបន្ទប់ព្រះអង្គដើម្បីបដូរសម្លៀកបំពាក់ចឹងណាដល់ពេលបានមកស្ទុះមកណែគេចេញមកហើយមកឈុតគេបុរាណហ្នឹងឯងអូយឡើងខ្ជុតហ្មងណាតែគាត់រៀនចង្អេងចង្អាងតិចគ្នាមិនដែរស្លៀកណែលាត់ផងសោយផងរំពាក់មួយជើងពាក់អីបានចឹងឯងគាត់តែគ្នាចុះមកមិនតបាននិយាយអីផងអង្គរៈហ្នឹងរុញហ្មងរុញទូប្រុសឆាប់ទៅអញ្ចឹងណាទូប្រុសងាកម្ដងក៏និយាយមកខ្ញុំដឹងទៅហើយលោកកុំរុញខ្ញុំពេកមើលមិនដឹងថាអង្គរាំងស្អប់ទូប្រុសយ៉ាងណាទេរុញឲ្យបាត់ពីមុខពីមាត់មកនេះដល់ពេលព្រះអង្គឃើញអញ្ចឹងឈរញឹមអីក៏និយាយទៅវិញថាគឺឈប់សិនដល់ហើយទៅក៏ដើរសម្ដៅទៅរកទូប្រុសអញ្ចឹងដល់ឃើញរបៀបបោយវានៅញ៉ៃក៏លើកចងបោលើកឲ្យទូប្រុសក៏និយាយថាឯងត្រូវតែរៀបចំវាឲ្យបានរៀបរយដល់ពេលកំពុងចងឲ្យបណ្ដាណាទូប្រុសយើងនឹងអារម្មណ៍នេះទៅណាទៅណីទេឈោសលឹងមុខព្រះអង្គនឹងហើយសលឹងមុខសលឹងមាត់សលឹងភ្នែកហើយនិយាយទៅព្រះអង្គនឹងក្មេងនៅរបៀបមនុស្សភាពទន់ភ្លន់អញ្ចឹងណាស្អាតបែបសភាពរំទុំដល់ទៅពេលតួប្រុសយើងនេះស្អាតបែបលក្ខណៈថាក្មេងស្ទីលចលើមបែប boy band អញ្ចឹងដល់ឈោមើលព្រះអង្គបដាណែគេលួចឲ្យញឹមអញ្ចឹងតែចៃដុតឲ្យអង្គរៈនេះគាត់ទៅឃើញតួប្រុសញឹមលីវាឈោស្លក់ហ្មងអូយនឹងខឹងគុំគួនតួប្រុសឯងនឹងមានកាលនេះស្រាប់ហើយទៅក៏លឺព្រះអង្គនិយាយថាវាពិបាកជាងការដែលយើងគិតទៀតអញហើយឈោចងឲ្យលមួយថ្ងៃលគ្នាអៀនប៉ុណ្ណឹងហើយហ្នឹងអត់ចងឲ្យបានទេព្រះអង្គដល់តួប្រុសនេះពេលព្រះអង្គគេចងរួចហើយគេសឡឹងមើលស្រាប់សឡឹងមើលទៅចាប់ខ្សែបោក៏សួរទៅហ្មងស្អីគេហ្នឹងខ្ញុំមើលដូចជាអត់ឃើញខុសពីអ្វីដែលខ្ញុំចងផងហ្នឹងអូយត្រង់ពេកឯកូនម្ដាយមកថាឲ្យព្រះអង្គលឹងព្រះអង្គអើយឈ្មោះមកជ្រប់អត់មានពាក្យអីតវ៉ាដល់ទៅពេលអង្គរៈឃើញចឹងទៅក៏ដើរមកចិត្តក៏និយាយថាចាំទូបង្គំអ្នកធ្វើវិញព្រះអង្គគ្រាន់តែឃើញដើរមកភ្លាមទឹកមុខអត់ស្នំមកលេងពីតួប្រុសនេះអត់អីទេគ្មានឲ្យតួប្រុសនេះខាត់តន់ទេនិយាយពីថាអង្គរៈចាប់ទាញបោឆ្វាច់មកដល់ហើយចាប់ទាញរត់លងតឹងផ្អឹងហ្មងទឹកមកលក្ខណៈថាណែអញចងឯងចង់ឯណាណីហ្មងណាអត់ចង់ឲ្យញឹមតែព្រះអង្គអញដល់ពេលរត់លងតឹងដល់គ្នាទៅវិញអូយបានហើយថ្នមទៅគ្នាស្រ័យផងអីផងតែគ្មានទេលោកឲ្យលោករត់ឯម្ចាស់ដៃហ្មងនេះដល់ហើយទៅក៏ប្រឡែងតួប្រុសឯងចឹងអូយក៏ធ្វើទរណកម្មកូនខ្ញុំម៉ែដល់ហើយទៅក៏លើតួប្រុសនឹងនិយាយនឹងទឹកមុខលៀកស្ងោស្ងាត់ចឹងណាក៏ថាវាមិនមែនចឹងទេតែខ្ញុំពិតជាត្រូវទៅឯណាអូខេណាដល់តែឃើញគេអត់មាត់អត់មានគេខាត់ក៏និយាយទៅណាខ្ញុំពិតជាទៅពិតមែនណានៅសឡឹងមុខគេនឹងហើយចង់ឲ្យគេខាត់ហើយយ៉ាងដល់ពេលឲ្យគេអត់ខាត់ទៅក៏ដើរទៅស្រាប់ដើរទៅអត់តិចផងងាកវិញទៀតណាខ្ញុំទៅមែនទេណានិយាយពីឃើញទឹកមុខខ្ញុំសពូនខ្ញុំបែបអត់ចង់ទៅដែរមិនដឹងទៅណាដល់ពេលគេអត់ខាត់ទៅងាកទៅទៀតណាសារដល់ពេលទៅក៏ងាកវិញថាខ្ញុំប្រាប់ណាថាខ្ញុំទៅមែនទេណានៅតែអត់មានតែគេមាត់ដល់ពេលអត់មានតែគេមាត់ក៏ដើរទៅដល់ដើរងាកវិញនិយាយតាមត្រង់មកខ្ញុំអាចអត់ទៅបានអត់ដល់ហើយក៏ឃើញអង្គរៈដកដាវក៏ឃើញប៉ុណ្ណឹងលេហ៊ានមាត់បដ ாய் ទៅបាត់ក៏ឃើញព្រះអង្គស្រ័យចឹងណាសូមធ្វើដំណើរប្រកបដោយសុវត្ថិភាពនិយាយទៅព្រះអង្គគ្នាចិត្តល្អប៉ុន្តែគាត់ថាទុកគ្នានៅក៏មិនកើតហើយគ្នាក៏ត្រូវទៅផ្ទះគ្នាហើយដល់ពេលខាងនោះវិញមិនដឹងថាត្រូវទៅណាដល់តួប្រុសនេះក៏ដើរចេញមកដើរកាន់ស្បត់កាន់អីហ្នឹងហើយក៏និយាយតែឯងទៀតអូយខ្ញុំអាចចេញមកក៏ប៉ុន្តែទីនេះពិតជានៅក្នុងរូបគំនូរឬមួយក៏មិនហ្នឹងជីវិតពេលនេះគ្មានជំរើសទេនេះមិនទៅដើរទៅមុខទៀតនឹងឯងដើរកាត់វាលស្រែវាលអីជួបមនុស្សជួបមនីពេញនឹងអញ្ចឹងណានិយាយពីថាទេសភាពនោះស្អាតមកស្អាតទៅនេះបៃតងស្ងាត់ហ្មងណាសំខាន់នេះដើរទៅមិនដឹងថាទៅណាទេទៅវាំងក៏មិនដឹងថាវាំងនៅឯណាចង់ទៅផ្ទះក៏មិនដឹងថាទៅណាយល់អារម្មណ៍តួប្រុសហ្មងពេលនេះដល់ទៅពេលតួប្រុសនោះទៅបាត់ទៅក៏ដល់ពេលដែលអង្គរៈនេះចូលមកបន្ទប់តែតួប្រុសគេហ្នឹងអត់យកសម្ភារៈទៅអស់ហើយនេះដល់ពេលចូលមកដល់ណាឃើញអាប្រអប់គេដាក់អាកំប៉ុងគេដាក់រូបគំនូរដាក់អីចេះលើកមើលចឹងណាព្រោះអត់ដឹងស្អីដែរនិយាយទៅបានតែត្រឹមមើលឲ្យឆ្ងល់ហ្នឹងដល់ពេលមើលទៅក៏ដាក់របស់គេទុកវិញចឹងណាក៏ទៅទាញបានសភៅពុំគេយកមកដល់
យប់ដល់ទៅបើកមើលបើកអីចឹងស្រាប់តែពេលបើកដល់កន្លែងទំព័រអីគេសិល្បៈនៃសម័យចូលសាន់នេះគេហ្នឹងទៅឃើញលហែករូបភាពកន្លែងហ្នឹងរូបភាពដូចថាក្នុងគំនូររបស់តួប្រុសហ្នឹងក៏មិនដឹងថាពីណាហែកដែរប៉ុន្តែអង្គរៈហ្នឹងមិនចាប់អារម្មណ៍ទេអង្គរៈហ្នឹងមើលលក្ខណៈចាប់អារម្មណ៍ដូចថាប្លែកស្លឹកសភៅនៅចម្លែកពណ៌កល័អីចឹងវិញចឹងណាពួកដែលឃើញដល់តបកមកតួប្រុសយើងនេះវិញម្ដងណែស្រាប់តែម្ដងឈោកដាព្រៃហ្នឹងមិនដឹងថាទៅណាទៅណីខ្លះនេះស្រាប់តែឈោសឡឹងទៅសឡឹងមកទៅមិនដឹងថាគេដូចជានឹកឃើញអីម្យ៉ាងមិនហ៎ស្រាប់តែគេនឹកឃើញហើយណែក៏រត់ដល់កណែស្រាប់រត់ទៅដល់កន្លែងមួយហ្នឹងទៅក៏ឈប់អូនិយាយទៅដល់ខ្យល់ចង្ងប់នេះរត់ងាប់ចោលហ្មងនេះគ្រាន់តែងើបមុខមកភ្លាមណែនិយាយថាទឹកមុខភ្ញាក់ផ្អើលដោយសារអារូបទិដ្ឋភាពនៅខាងមុខហ្នឹងគឺដូចដែលនៅក្នុងរូបគំនូរដែលខ្លួនឯងគូសហើយអារូបគំនូរដែលខ្លួនឯងមើលមុនពេលបាត់ខ្លួនមកសម័យកាលនេះគ្រាន់តែឃើញប៉ុណ្ណឹងភ្លាមណែនឹកឃើញនៅពេលអ្នកស្រីនិយាយថាដល់ទៅបំពេញការងារខ្លួនឯងរួចរាល់ហើយមិនអាចត្រឡប់ទៅវិញបានគ្រាន់តែនឹកឃើញប៉ុណ្ណឹងភ្លាមទៀនមកឬមួយក៏ពាក្យដែលអ្នកស្រីនោះនិយាយគឺជាការពិតគ្រាន់តែឃើញបានប៉ុណ្ណឹងភ្លាមណែក៏ដើរត្រឡប់មកវិញនិយាយមែនអេដមីនមើលមកដល់ឥឡូវនេះអត់ទាន់ដឹងថាតួប្រុសហ្នឹងដើរទៅណាចង់ទៅណារកគោដៅអត់ទាន់ឃើញទេគិតតែពីដើរពេញតែព្រៃហ្នឹងឯងស្រាប់តែពេលដើរហ្នឹងណែស្រាប់តែមានដាវមួយមកដាក់ភ្ជង់ពីក្រោយកទៅហើយនិយាយពីកំសត់ដល់មួយថ្ងៃគេគំរាមតែដើរក្បិតហ្នឹងឯងនេះគ្រាន់តែថាឃើញភ្លាមតួប្រុសហ្នឹងងាកខ្លួនតិចទៅមើលអញ្ចឹងថាពីណាទៀតហើយអញ្ចឹងស្រាប់តែឃើញមនុស្សធ្វើទៅមកភ្ញាក់ផ្អើលហ្មងក៏សួរហ្មងចំស្អីគេហ្នឹងហើយមកជាឯងមកទីនេះបានមិនដឹងថាតួប្រុសជួបអ្នកណាទេស្រាប់តែពេលហើយឃើញបើកទ្វារចូលមកផ្ទះរបស់ព្រះអង្គនេះវិញគ្រាន់តែគេបើកទ្វារមកភ្លាមណែគេស្រែកហៅព្រះអង្គអញ្ចឹងហ៊ុនសប្បាយចិត្តអញ្ចឹងណានឹងគេហៅឈ្មោះព្រះអង្គអញ្ចឹងណាដល់ព្រះអង្គនោះគ្រាន់តែឃើញគេរត់មកភ្លាមរត់ទៅដែររត់ទៅវិញអូញ៉ាំដាក់គេអញ្ចឹងហើយក្រែងឲ្យគេបញ្ជូនសបុតទៅបរិជានោះហើយឲ្យគេរត់ទៅគេដល់ឃើញគេមកវិញក៏សប្បាយចិត្តមកម៉េះដល់ទៅពេលអង្គរៈនេះអត់សប្បាយចិត្តទេស្រឡឹងមើលតួប្រុសចឹងណាស្រាប់ហើយក៏ឃើញមានអ្នកផ្សេងមកជាមួយដែរដល់ពេលហ្នឹងទៅតួប្រុសគេណែនាំសប្បាយចិត្តក៏និយាយថានេះគឺជាមិត្តរបស់ខ្ញុំដែលមកពីកន្លែងតែមួយជាមួយខ្ញុំដែរគឺសេជីនថាម្នាក់ជួបគ្នាវិភាគដំបងក្នុងថ្នាក់មួយតួប្រុសដល់ពេលមិត្តភក្តិនេះឮតួប្រុសហើយចឹងក៏ឧទានចឹងណាហ៊ុនលក្ខណៈថារបៀបឆ្ងល់បន្តិចសង្ស័យបន្តិចអញ្ចឹងដល់ហើយព្រះអង្គក៏សួរបកទៅវិញថាចុះហេតុអីបានជាឯងត្រឡប់មកវិញតួប្រុសហ្នឹងក៏ចាប់ផ្ដើមរៀបរាប់ក៏និយាយថាគឺខ្ញុំបានជួបគេនៅតាមផ្លូវរចៃដន្យហើយទៅខ្ញុំក៏បានឮថាខ្ញុំអាចមានវិធីត្រឡប់ទៅផ្ទះវិញបានបើសិនជាខ្ញុំបានមកជួបហ៊ុនមែនអត់សេជិនគាត់និយាយចាប់ក៏ងាកទៅសួរមិត្តភក្តិអញ្ចឹងសោះតែមិត្តភក្តិហ្នឹងក៏ភ្ញាក់ដូចអញ្ចឹងណាប៉ុន្តែក៏អត់មកដែរក៏អោនរបៀបទៅគ្រប់ព្រះអង្គអញ្ចឹងណាដល់ពេលហើយទៅអង្គរៈនោះទុកចិត្តទេគ្រាន់តែឃើញភ្លាមលើកដាវទៀងមកក៏សួរទៅមកតើដែនដីរបស់ឯងនៅទីណាដល់ពេលតួប្រុសឃើញអញ្ចឹងក៏ថាវិញហ្មងលោកកំពុងតែធ្វើអញ្ចឹងទៀតហើយគេមិនមែនមកពីដែនដីណាទេតែគេគឺជាមិត្តខ្ញុំប្រាប់លោកទៅតែប្រាប់មិនហ្នឹងឯងហើយđâyមកជាលោកចេះតែធ្វើអញ្ចឹងដូចជាមិនគួរសមសោះអាយ៉ាឥឡូវលេងខ្លាចទៅនេះចេះតវ៉ាមួយគេរឿងដាវឬក៏បាត់ទៅដល់ពេលអង្គរៈនេះលឺអញ្ចឹងទៅក៏ញាត់ដាវចូលស្រោមអញ្ចឹងណាដល់ហើយទៅក៏សួរទៅវិញថាចឹងតើឯងគិតបញ្ជូនសបុតនេះទៅដោយរបៀបណាទៅតួប្រុសដល់ពេលឮសំណួរហ្នឹងគ្នាគិតមួយផ្លេតហើយក៏តទៅវិញថាដោយសារតែឥឡូវនេះគេនៅជាមួយខ្ញុំចឹងខ្ញុំនឹងរកវិធីត្រឡប់ទៅផ្ទះសិនតែខ្ញុំធានាថាខ្ញុំនឹងបញ្ជូនសបុតនេះទៅឲ្យបានដល់ទៅពេលព្រះអង្គឃើញចឹងទៅក៏ខ្ជិលឲ្យប្រកែកគ្នាអញ្ចឹងណាក៏ញ៉ាំមិនតទៅវិញថាអត់អីទេអញ្ចឹងពួកយើងញ៉ាំអីសិនទៅដល់ហើយគេចូលទៅអង្គុយនៅកន្លែងតុញ៉ាំអីចឹងណាមានណាតួប្រុសគាត់ឃើញម្ហូបនេះសប្បាយចិត្តហ្មងក៏និយាយអរគុណដួសមីដួសអីអូយកាយញាត់អញ្ចឹងនិយាយពីថាអង្គរៈនេះអូយឈោសឡឹងកូនអេដមីនអញ្ចឹងឯងមិនដែរដឹងមិនស្អប់គ្នាមកម៉ងដល់ព្រះអង្គឃើញគ្នាហូបអញ្ចឹងទៅក៏អស់សំណើចក៏និយាយថានេះប្រហែលជាអាហារមួយចានដែលពិតប្រាកដទេនេះបន្ទាប់ពីរយៈពេលដ៏យូរយើងតែងតែហូបម្នាក់ឯងជានិច្ចប៉ុន្តែវាពិតជាមានរសជាតិឆ្ងាញ់មែនទែននៅពេលដែលមានមនុស្សហូបជាមួយតួប្រុសនេះគ្មានដឹងខ្យល់អីទេបើព្រះអង្គនិយាយអញ្ចឹងក៏ពីញ៉ាំហ្នឹងសំខាន់មិនហូបឆ្ងាញ់ដល់អង្គរៈនេះក៏ឈរញ៉ាំណានិយាយទៅអត់ចូលចិត្តតួប្រុសទេមិនតែសប្បាយចិត្តឃើញព្រះអង្គមានក្តីសុខដល់ទៅព្រះអង្គក៏ងាកទៅក៏និយាយថាគឺមកញ៉ាំបាយជុំគ្នាមកអង្គរៈហ្នឹងក៏តទៅវិញអញ្ចឹងណាទូបង្គំអីទេព្រះអង្គសូមព្រះអង្គសោយឲ្យមានក្តីសុខចុះស្រាប់តែពេលហ្នឹងតួប្រុសក៏ថាវិញមកគេនិយាយថាគេអត់អីទេអាលក្ខណៈប្រាប់ព្រះអង្គថាមិនបាច់លវីលវល់អញ្ចឹងណាមានណាណែអង្គរៈឈោស្លក់ទៀតរោតែអញមានក្តីសុខទៀតអត់បានហ្មងកាត់រហូតហ្មងដល់គេញ៉ាំអាហាររួចហើយក៏ចូលដល់ពេលយប់ទៀតណារឿងយប់ព្រឹកមើលរឿងខ្មោចយ៉ាងនេះស្រាប់ហើយទៅក្នុងបន្ទប់របស់តួប្រុសទៅឃើញមិត្តភក្តិគេដោះមួកដោះកៅអីអញ្ចឹងណាមើលទៅចំណាប់ដល់ដូចអ្នករស់នៅសម័យនេះអញ្ចឹងស្រាប់ទៅដល់ពេលហើយទៅតួប្រុសក៏សួរអញ្ចឹងថាឯងមកទីនេះតាំងពីកាលហ្នឹងមិត្តភក្តិហ្នឹងក៏ឈោរបៀបគិតលាក់មិនដឹងដូចអត់ដូចមិត្តភក្តិរបស់តួប្រុសអញ្ចឹងណារួចទៅក៏តបទៅវិញអញ្ចឹងថាគឺយើងមកទីនេះកាលពីម្សិលមិញ
តួប្រុសនេះលឺចឹងរឿងភ្ញាក់ដែរក៏សួរទៅវិញថាម្សិលមិញហ៎ចឹងតែមនុស្សស្រីម្នាក់នោះនិយាយទៅកាន់ឯងខ្លះឯងប្រាប់យកលំអិតតិចមើលដល់មិត្តភក្តិនេះលឺចឹងអត់តបអីទេក៏និយាយទៅវិញថាយើងហត់តានៅភ្នែកដីសិនទៅចាំស្អែកចាំនិយាយគ្នាដល់តួប្រុសឃើញមិត្តភក្តិនេះហីហ្នឹងក៏និយាយថាឯងធ្វើខ្លួនដូចចម្លែកមែនហ្នឹងពួកយើងត្រូវប្រញាប់ត្រឡប់ទៅវិញឥឡូវហ្នឹងតួប្រុសនេះចេះឆ្ងល់ចឹងណាចុះមិត្តភក្តិអាការនៅលេងជាមួយគ្នានិយាយច្រើនដល់ពេលមកស្ងប់ស្ងាត់ដល់ហើយទៅមិត្តភក្តិហ្នឹងក៏ងាកមកម្ដងក៏និយាយទៅវិញថាគឺយើងហត់ខ្លាំងនេះគឺជាហេតុផលរាត្រីសួស្ដីហើយចាំនិយាយគ្នាថ្ងៃស្អែកទៀតដល់ហើយក៏ដើរទៅយកខ្នោយកអីមកដាក់ដេកអីសំណំសនួននិយាយធ្វើអត់ដូចមិត្តភក្តិរបស់តួប្រុសហ្មងណាតែអេដមីនអ្នកមើលក៏ចម្លែកដូចខ្ញុំថាតួប្រុសដល់តួប្រុសនេះគ្នានៅតែអង្គុយឆ្ងល់ចឹងហ្នឹងវាកើតអីវាចឹងណាស្រាប់គេនឹកឃើញក៏សួរហ្មងហើយគ្មានផ្លូវទេរួមមួយក៏ឯងប្រឡងជាប់អត់ជាប់ដល់មិត្តភក្តិនេះនៅដេកស្ដាប់អត់មាត់អត់អីហ្មងនិយាយទៅដល់ពេលហើយទៅតួប្រុសហ្នឹងក៏របៀបលួងចឹងណាក៏និយាយថាសេជីណាឯងគួរតែនិយាយប្រាប់យើងដល់ហើយទៅក៏យកដៃទៅទាំងគូមិត្តភក្តិផាច់ចឹងណាវាមិនអីទេណាចុះរបៀបមិត្តភក្តិធ្លាប់លេងមួយគ្នាដល់ឃើញអត់មាត់ទេតួប្រុសក៏និយាយបន្តទៀតថាឯងអាចត្រៀមឲ្យបានល្អទៅសម្រាប់ការប្រឡងចូលមហាវិទ្យាល័យវគ្គក្រោយចឹងឯងនឹងអាចជាប់នៅក្នុងដំណាក់កាលធម្មតាវាមិនអីទេស្រាប់តែដល់ពេលនិយាយចប់ទៅផ្ទះគូតគេនៅម្ដាយទៀតលើទៅផាច់ដល់មិត្តភក្តិទៅអត់មាត់ចឹងយកដៃអែលចឹងចុះគ្នាឈឺទៅដែរតែគិតក្នុងចិត្តចុះអានេះក៏ទេមកម៉េះដល់ហើយទៅឃើញមិត្តភក្តិទៅអត់និយាយអីនិយាយទៅអត់និយាយឲ្យម៉ាត់សោះហ្មងសងំចឹងក៏ងាកទៅសួរហ្មងនេះឯងដេកលក់អីដល់គ្នានោះគ្នាខ្ជិលដែរអត់ចង់មកអត់ចង់កក៏សងំបិទភ្នែកចឹងទៅដល់ឃើញគ្នាដេកក៏និយាយទៅវិញអូខេមិនអីចឹងយើងជុំនិយាយតទៀតក៏បានដែរជុំនិយាយរហូតអង្គុយមួយថ្ងៃហ្នឹងនិយាយតែឯងហ្មងហើយដល់ហើយទៅក៏សម្រេចចិត្តថាបានដេកគេជុំនិយាយរបស់គេមែននេះដល់ទៅកលេចមកខាងព្រះអង្គវិញព្រះអង្គក៏សម្រាប់ដែរចឹងណាព្រះអង្គគេហៅអីផ្ទុំណាចឹងងាប់ហើយសំបីដេកពួនក៏អត់ដោះមួកដែរនិយាយមែននេះស្រាប់តែដល់ពេលពងដេកហ្នឹងមានណាក៏ឃើញមានសមោលខាងក្រៅហ្នឹងដើរម្ដងកាន់ដាវហ្នឹងក្រៅបន្ទប់ព្រះអង្គហ្នឹងណាគ្រាន់តែដើរមកដល់បន្ទប់ព្រះអង្គហ្នឹងព្រាមបើកទ្វារឲ្យលើកដាវហ្នឹងគឺបំរុងមកសម្លាប់ព្រះអង្គហ្នឹងហើយស្រាប់តែដល់ពេលហើយមានបានសម្លាប់តន់អីអង្គរៈគេមកដល់ទៅក៏ចាប់ចេញមកក្រៅចឹងណាលឺតែម្នាក់ស្រែកដោះលេងចឹងទៅចឹងណាដល់ពេលស្រែកខ្លាំងពេកទៅក៏ភ្ញាក់ដល់ពីខាងក្នុងនោះឃើញព្រះអង្គហើយនឹងតួប្រុសយើងចេញមកដែរម្នីជួយទៅសំឡេងតួប្រុសនេះគ្រាន់តែឃើញចុងភ្លាមណារត់សំដៅទៅរកពីអ្នកហ្នឹងក៏និយាយទៅអង្គរៈចឹងណាតើលោកកំពុងតែធ្វើអីមិត្តភក្តិខ្ញុំហ្នឹងរួចហើយក៏មកចាប់ផ្ដួលបំបែកអង្គរៈចេញពីមិត្តភក្តិខ្លួនចឹងណាស្រាប់ដល់ពេលនោះអង្គរៈស្រែកមកប្រយ័ត្នតិចដល់ពេលហើយមានណាគ្មានតន់ស្រ័យអីតន់មិត្តភក្តិហ្នឹងចាប់តួប្រុសហ្នឹងភ្ជង់យកបដ ாய் ដល់ទៅពេលព្រះអង្គឃើញចឹងខំរត់មកចឹងបារម្ភមកក៏ស្រែកចឹងណាអិនហូដល់ពេលអិនហូខ្ញុំរៀងឆ្ងល់ណាក៏សួរមិត្តភក្តិចឹងណាថាឯងកំពុងធ្វើអីគេហ្នឹងដល់ហើយទៅអង្គរៈហ្នឹងក៏ទាញដាវទៅហើយស្រែកទៅហ្មងហេតុបើជាឯងចង់សម្លាប់ព្រះអង្គមិត្តភក្តិនេះក៏តទៅវិញថាខ្ញុំមកទីនេះតាមបញ្ជារបស់ម្ចាស់ស្ត្រីតួប្រុសនេះគ្រាន់តែលឺចឹងខ្ញុំថាតម្លាក់ទឹកមុខហ្មងលក្ខណៈថាមិននឹកស្មានមិត្តខ្លួនឯងធ្វើអញ្ចឹងម្នាក់សុទ្ធតែស្លុតនឹងពាក្យហ្នឹងជាពិសេសព្រះអង្គហ្មងលក្ខណៈថាអត់ឲ្យខ្លួនឯងមានក្តីសុខហ្មងទាំងបងប្រុសទាំងបងថ្លៃហ្នឹងគឺចាត់ការទាំងអស់ហ្មងមិត្តភក្តិហ្នឹងក៏និយាយបន្តទៀតថានេះគឺជាវិធីតែមួយដើម្បីការពារខ្លួនខ្ញុំហើយនិងគ្រួសារខ្ញុំដល់អង្គរៈនេះកាន់តែខឹងក៏ស្រែកទៅវិញហ្មងតែឯងគិតថាយើងជឿពីសម្ដីរបស់ឯងហីដល់ពេលឃើញអញ្ចឹងមិត្តភក្តិហ្នឹងក៏រៀបរាប់ទៀតដែរបើសិនជាលោកចូលមកចិត្តខ្ញុំនឹងសម្លាប់គេម្នាក់នេះចោលខ្ញុំមានគ្រួសារនៅហានយ៉ាងហើយខ្ញុំក៏ត្រូវត្រឡប់ទៅហានយ៉ាងវិញដែរសូមលុបទុកជីវិតឲ្យខ្ញុំទៅឬមិនអញ្ចឹងទេខ្ញុំនឹងស្លាប់ជាមួយនឹងម្នាក់នេះនិយាយវាតួប្រុសគ្រាន់តែឃើញអញ្ចឹងភ្លាមដូចមនុស្សគ្មានវិញ្ញាណក្នុងខ្លួនអញ្ចឹងក៏និយាយតិចអញ្ចឹងណាតាំងកាពិតគេមិនមែនជាសេជិនទេចុះអារម្មណ៍នេះខំអសប្បាយចិត្តឃើញមិត្តភក្តិមកស្រាប់ហើយមិត្តភក្តិហ្នឹងគឺជាអ្នកដែលរស់នៅស្រាប់សោះចង់ក្រោយតែឯងដែរគ្រាន់តែនិយាយចប់នឹងភ្លាមណេះអង្គរៈលើកដើមម្ដងស្លាប់ហ្មងអញ្ចឹងណាដល់ពេលហើយព្រះអង្គនោះក៏ខាត់អញ្ចឹងណាគឹមលក្ខណៈថាកុំឲ្យធ្វើបាបគេអញ្ចឹងណារួចហើយក៏ងាកទៅនិយាយទៅមិត្តភក្តិអញ្ចឹងណាក៏ថាយើងនឹងមិនសម្លាប់ឯងទេដូច្នេះហើយឯងរលេងអនហូទៅជំនួសមកវិញគឺឯងត្រូវយកសម្បត្តិនេះទៅឲ្យបរិជាផងមិត្តភក្តិដល់ពេលឮអញ្ចឹងក៏ព្រមជឿព្រះអង្គអញ្ចឹងណាក៏សុខចិត្តដោះលែងអនហូហើយទៅក៏និយាយអរគុណអញ្ចឹងទៅដល់ទៅពេលប្រឡែងទៅអិនហូនឹងគ្នានៅចងាប់ចងល់ចង់ដួលផងអញ្ចឹងណាព្រះអង្គរត់ទៅត្រោអញ្ចឹងក៏សួរថាឯងអត់អីណាអីដល់ទៅពេលហើយទៅអង្គរៈឃើញអញ្ចឹងក៏និយាយមកអញ្ចឹងថាព្រះអង្គឃើញស្ថានភាពបែបនេះហើយហេតុអីក៏ព្រះអង្គមិនលក្ខណៈចង់ថាអប់រំស្លាប់ម្នាក់នឹងអីចឹងណាព្រោះដើម្បីជួយអិនហូសុខចិត្តដោះលែងឃាតករដល់ចុងក្រោយអត់មានចម្លើយទេសរុបទៅដល់ពេលចប់រឿងចប់រាហើយក៏នោះមកចូលមកដេកវិញណេះមកដេកជុំគ្នាទាំង3នាក់ហ្មងស្រាប់តែពេលដេកត្រៀបគ្នាហ្នឹងអង្គរៈក៏និយាយថាព្រោះតែឯងហ្នឹងហើយបានជាព្រះអង្គស្ថិតនៅក្នុងគ្រោះថ្នាក់តួប្រុសយើងហ្នឹងក៏តទៅវិញថាខ្ញុំសុំទោសព្រោះតែអញ្ចឹងហើយបានជាពួកយើងត្រូវមកគេងទាំង3នាក់ជុំគ្នានេះ
ដល់ហើយណាក៏ទៅគៀកដៃអង្គរៈផងគៀកដៃព្រះអង្គផងដល់ព្រះអង្គឃើញអញ្ចឹងរៀងចង់អៀនដែរក៏សួរទៅវិញថាតើពួកយើងពិតជាត្រូវគេជុំគ្នាក្នុងបន្ទប់បន្ទយបែបនេះឬអង្គរៈហ្នឹងក៏តទៅវិញថាយប់នេះគឺមានគ្រោះថ្នាក់ដូច្នេះហើយជាវិធីល្អបំផុតដែលពួកយើងនៅជុំគ្នាបែបនេះដល់តួប្រុសហ្នឹងក៏នាំពាក្យអញ្ចឹងណាក៏និយាយប្រាប់ព្រះអង្គថាគាត់បាននិយាយថាយប់នេះមានគ្រោះថ្នាក់ចឹងហើយវិធីល្អបំផុតគឺយើងគេងជុំគ្នាហ្នឹងហើយអង្គរៈក៏និយាយបន្តទៀតថាឆាប់ដល់គ្នាសម្រាប់ទៅព្រោះតិចទៀតមិនភ្លឺហើយតួប្រុសហ្នឹងក៏និយាយតាមទៅណាគាត់បាននិយាយថាឲ្យនោះមានសម្រាប់ទៅតិចទៀតមិនភ្លឺហើយតែនិយាយបដាបិទភ្នែកបដាហ្នឹងឯងព្រះអង្គដល់ពេលឃើញចឹងអស់សំណើចដែរងុយដេកឯងព្រមដេកឯងនិយាយហ្នឹងណារួចហើយក៏និយាយបន្តថាមានពេលនេះឯងនៅការពារយើងពិតជាមានអារម្មណ៍ថាមានសមត្ថភាពណាតន់និយាយចប់ស្រួលបួផងឃើញតួប្រុសសមុខបាត់អើយពីណាធ្វើអីធ្វើពីណាស្លាប់អីស្លាប់អញដេកសិនណានិយាយទៅសំណោះកូនប្រុសខ្ញុំដែរលោកអើយលោកមក2ថ្ងៃនេះនិយាយថាគេដេញស្លាប់ផងរត់ផងហត់ផងម្ដងគិតបានសុកហើយគឺគំរាមទៀតនិយាយជីវិតនេះរស់សក់មិនឃើញហ្មងដល់ឥឡូវនេះចូលមកដល់ពេលព្រឹកវិញគេភ្ញាក់អស់ហើយព្រះអង្គនេះភ្ញាក់រៀបចំកៅរៀបចំអីខ្លួនឯងអញ្ចឹងណាដល់កលេចមកមើលអិនហូននៅដេកហ្នឹងហើយដូចគ្នាអស់កម្លាំងខ្លាំងហ៎ក៏យកដៃអីទៅជ្រងសក់ជ្រងអីគេអញ្ចឹងណាអង្គុយញឹមមើលមុខគេតិចលុយស្រឡាញ់គេដឹងតែមិនស្គាល់ខ្ញុំពីថ្ងៃសងស្រាប់តែកំពុងទៅអង្គុយមើលមុខតួប្រុសនោះក៏កលេចឃើញកំពុងអាប់អប់ដាក់រូបគំនូររបស់តួប្រុសក៏ទៅចាប់ទាញកំប៉ុងគេនឹងមូលបើកយកមើលអញ្ចឹងណាចាក់ទៅក៏ឃើញរូបភាពឃើញអីគេគូសក្នុងហ្នឹងបែបឆ្ងល់ដែរនេះមើលទៅចុះអត់ដែរឃើញមានគេមានឧបករណ៍ឲ្យទំនើបវាមិនដូចឯងកណ្ដាស់នេះត្រូវអ៊ុតឈើផងអីផងអញ្ចឹងណាដល់ឥឡូវនេះតួប្រុសគេភ្ញាក់គេចេញមកក្រៅអញ្ចឹងណាឃើញអង្គរៈនឹងអង្គុយហ្នឹងដល់ចេញមកដល់គេពុតដៃពុតជើងណាគេយកដៃគេតប់ស្មាតប់អីអញ្ចឹងដូចវានឿយខ្លាំងណាក៏និយាយថាអូយម្សិលមិញនឹងកើតរឿងអីខ្លះទេនេះខ្ញុំឆ្ងល់ដល់ថាខ្ញុំនឹងអាចត្រឡប់ទៅផ្ទះវិញអត់នេះមកទៅដល់តអង្គរៈនេះលើអញ្ចឹងក៏និយាយទៅវិញថាឯងគួរតែអរគុណដល់ទឹកបតីសន្តោបន័យរបស់ព្រះអង្គដែលបានទុកជីវិតឯងដល់ទៅ2ដងនោះតួប្រុសនោះក៏អង្គុយចុះហើយក៏តទៅវិញថាខ្ញុំដឹងតើចុះលោកវិញមិនដែរអង្គរៈនឹងលើអញ្ចឹងក៏តទៅវិញថាពុទ្ធយើងមិនបានរំពឹងទុកថារឿងម្សិលមិញនឹងកើតឡើងដូច្នេះហើយយើងក៏មិនខុសគ្នាដែរស្រាប់តែដល់ពេលហ្នឹងតួប្រុសនោះគេស្រឡឹងទៅមេគេនិយាយថាខ្ញុំក៏សង្កត់រាល់លើកនៅពេលដែលខ្ញុំងើយមើលទៅលើគឺមេពិតជាស្រស់ថ្លាល្អណាស់អញហើយមិនទៅអញ្ចឹងវិញហើយកុំថាតែ admin អង្គរៈនេះក៏ឆ្ងល់ដែរចុះនិយាយគ្នាសុករឿងនោះទៅចេញមើលមេឃណាគ្នានេះតាមមើលដែរដល់មើលក៏តទៅវិញថាពិតហើយបែបឆ្ងល់តួប្រុសមិនឈួតម្ដងជាអញ្ចឹងណាបើ admin ចង់ឈួតតាមដែរហ្នឹងដល់ហើយទៅក៏អង្គុយហ្នឹងស្រាប់អង្គុយក៏នឹកឃើញងាកទៅសួរអង្គរៈទៅណាពិតមែនណាខ្ញុំមានរឿងខ្លះចង់ដឹងគឺថាហ៊ុនណាអូមែនទេព្រះអង្គម្ចាស់ហើយមិនជាគាត់ណាត្រូវគេនេះរតីខ្ញុំច្បាស់ក្នុងចិត្តណាថាគាត់ណានឹងមិនធ្វើរឿងក្បត់ជាតិទេមិនថាខ្ញុំគិតច្រើនប៉ុណ្ណាក៏ដោយគាត់មើលទៅមិនដូចជាប្រភេទមនុស្សដែលប្រព្រឹត្តអំពើបែបហ្នឹងទេដល់ពេលឮសំណួរហ្នឹងទៅអង្គរៈហ្នឹងក៏ដាក់ដាវដាក់អីចូលស្រោមវិញហើយក៏រៀបរាប់អញ្ចឹងណាពិតមែនណាបើសិនជាយើងនិយាយអំពីកំហុសរបស់ព្រះអង្គគឺព្រះមហាក្សត្រណាបានចាត់ទុកព្រះអង្គជាមនុស្សជាទីស្រឡាញ់ហើយព្រះអង្គក៏ខ្លាចទៅជាមនុស្សជាទីស្រឡាញ់សម្រាប់គេគ្រប់គ្នាដែរតួប្រុសនេះក៏នៅស្ដាប់ចាប់ភ្លាមផាជាគិតដូចអេមីនដែរនេះគ្រាន់តែខ្លាចជាមនុស្សជាទីស្រឡាញ់សម្រាប់គេគ្រប់គ្នាក៏គេស្អប់ដែរនេះដល់ថ្នាក់គេនេះរទេះចេញពីស្រុកហើយដល់ទៅកលេចមកខាងព្រះអង្គវិញម្ដងឃើញព្រះអង្គអង្គុយក្នុងបន្ទប់ហ្នឹងហើយអានសភៅអានអីចឹងហើយនិយាយទៅគង់គិតឲ្យចេះដឹងពូស្ដាច់គេអ្នករៀនអ្នកសូត្រស្រាប់ដល់ពេលហ្នឹងក៏ងាកទៅដឹងថាតួប្រុសនឹងក្រៅចឹងហើយក៏ងើបបើកទ្វារចេញមករកតួប្រុសអញ្ចឹងណាគាត់តួប្រុសឃើញព្រះអង្គចេញភ្លេចក៏សួរមកអីគេហ្នឹងហើយនេះមកជាលោកចេញមកពីបន្ទប់ហ្នឹងវិញដល់លឺចឹងព្រះអង្គក៏តបទៅវិញថាមកពីយើងឃើញឯងដេកលក់ស្រួលពេកចឹងហើយយើងបារម្ភខ្លាចយើងរំខានដំណេកឯងអូយគិតគូគេដល់ហើយនេះដល់ហើយទៅព្រះអង្គហ្នឹងក៏អង្គុយចុះចិត្តតួប្រុសចឹងណាតួប្រុសក៏សួរចេះថាចុះលោកគេងលក់ស្រួលអត់ព្រះអង្គហ្នឹងក៏តបដែរគាត់របៀបមុខក្បាលធម្មតាចឹងណាបានគេចិត្តអូនរឿងអីមិនលក់ស្រួលដល់ទៅក៏ងាកទៅតួប្រុសក៏សួរទៀតថានិយាយអញ្ចឹងឯងគឺជាអ្នកផាត់គំនូតួប្រុសនេះលឺអញ្ចឹងហ្នឹងគ្នារឿងទៅមុខឆ្ងល់ទៅណាអើយអត់មានស្រឡាញ់កូនប្រុសអត់មានរឿងអាទឹកមុខហ្នឹងតាដល់ពេលនឹកឃើញទៅក៏ក៏តបទៅព្រះអង្គវិញក៏ទំនឹកឃើញក៏និយាយថាបើនិយាយបែបសាមញ្ញលោកនិយាយក៏ត្រូវដែរព្រោះខ្ញុំក៏រៀនខាងមុខវិជ្ជាផាត់ពណ៌អាស៊ីខាងកើតដែរព្រះអង្គលឺអញ្ចឹងក៏តបទៅវិញថាយើងអត់យល់តែឯងកំពុងនិយាយពីអីទេកុំថាដល់ព្រះអង្គជំនាន់មុននេះតែមានសម័យនេះហ្នឹងក៏អត់យល់ដែរថាគេនិយាយពីអីវាសិតមុខវិជ្ជាសិល្បៈហ្នឹងតួប្រុសនេះលឺចឹងអស់សំណើចក៏តទៅវិញថាគឺវាស្តៀងទៅនឹងអ្នកផាត់ពណ៌គំនូអញ្ចឹងតែហេតុអីបានចំណេះសុកលោកសួររឿងហ្នឹងព្រះអង្គនេះលឺចឹងក៏តទៅវិញគឺថាទៅបំមាត់ហ្នឹងឯងទឹកមុខអៀនអត់និយាយទេតួប្រុសនេះស្គួយសឡឹងទៀតឆ្ងល់លីមិនបានស្ងាត់ទេរួចហើយក៏សួរបន្តថារឿងអីគេនិយាយប្រាប់ខ្ញុំមកព្រះអង្គដល់ពេលលឺចឹងក៏ចាប់ដើមរៀបរាប់តែមិនដឹងមិនដូចអៀនចឹងណាឬទៅក៏និយាយថាគឺថាបន្ទាប់ពីយើងមកទីនេះ
យើងមានអារម្មណ៍ថាឯកាដូច្នេះហើយពេលខ្លះយើងក៏បានផាត់ពណ៌ដែរតួប្រុសនេះអង្គុយស្ដាប់មួយលក្ខណៈថាហើយគ្រាន់តែរឿងប៉ុណ្ណឹងសោះមិនកំភៀននិយាយហើយកំភៀនមើលមុខឯងទៀតដល់ហើយព្រះអង្គក៏រៀបរាប់ទៀតយើងមិនអាចនិយាយបានថាយើងធ្វើវាអស់ពីសមត្ថភាពទេតែយើងគ្រាន់តែថាចេះតែផាត់វាទៅចឹងឯងជួយមើលយើងតិចមើលថាវាមិនដែរអូតាមពិតចង់អួតគេអញ្ចឹងណាប៉ុន្តែវាមិនហ៊ាននិយាយត្រង់របៀបនិយាយបែបដាក់ខ្លួនគ្រាន់តែនិយាយចំភ្លាមងើបដើរចូលក្នុងបន្ទប់ម៉ាត់តួប្រុសតាមសឡឹងហ្នឹងហើយដល់សឡឹងហើយអង្គុយអស់សំណើចមកបែបនឹកឃើញថាគ្រាន់តែរឿងប៉ុណ្ណឹងសោះចង់ឲ្យគេជួយមើលចង់អួតរបស់ខ្លួនឯងក៏មិននិយាយត្រង់មកបាច់ឲ្យមានម៉េចដល់ហើយតួប្រុសហ្នឹងក៏ដើរចូលតាមព្រះអង្គអញ្ចឹងណាដល់ពេលចូលទៅដល់ក្នុងទៅក៏ទាញរូបគំនូទាញរូបផាត់ឲ្យព្រះអង្គយកមើលអញ្ចឹងសពដល់មើលហើយតួប្រុសអស់សំណើចហ្មងចុះស្អាតរួចហើយក៏តទៅថាហួយលោកពិតជាផាត់បានស្អាតមែនតើនេះជាការពិតអត់ហ្នឹងដែលលោកគ្រាន់តែផាត់វាគ្រាន់តែជាការកំសាន្តព្រះអង្គនេះលឺអញ្ចឹងក៏សួរបញ្ជាក់អញ្ចឹងណាឯងនិយាយពិតមែនតួប្រុសហ្នឹងក៏តទៅវិញពិតមែនណាស្ទាយរបស់លោកនេះគឺពិតជាប្លែកហើយទៅមានភាពរស់រវើកមែនតើវាល្អដល់ថ្នាក់ថាលោកអាចមានកន្លែងតាំងពិព័រណ៍សម្រាប់ខ្លួនឯងបានណានិយាយវាថារសើគ្នាហួសពេកឲ្យគ្នាទៅវិញលោកអៀននឹងមិនដឹងចង់និយាយអីនេះដល់ហើយទៅព្រះអង្គហ្នឹងក៏តទៅថាយើងមិនដែលរៀនផាត់ពណ៌ពីមុនមកទេប៉ុន្តែយើងប្រឹងប្រែងឲ្យពីសមត្ថភាពតាមមធ្យោបាយរបស់យើងហើយដាក់ខ្លួនទៀតតួប្រុសនេះគ្រាន់តែលឺអញ្ចឹងណាទៅចអន់នេះកុំឲ្យថាតែ admin នេះក៏និយាយទៅវិញអូយពិតជាអស្ចារ្យមែនខាងនេះនឹងក៏បកកែលោនេះចំណាប់ដែរហ្នឹងដល់ទៅព្រះអង្គនេះវិញគ្នាលងអៀនអត់ហ៊ានមាត់អីទេស្ងាត់ជ្រាបដល់ពេលអត់លឺព្រះអង្គនិយាយអញ្ចឹងទៅតួប្រុសក៏ងាកទៅដល់ស្ដាប់ឃើញព្រះអង្គក៏និយាយទៅហឺយអីគេហ្នឹងថ្ពស់របស់លោកហេតុអីបានថ្ពស់របស់លោកក៏ហមហ៎ណែនិយាយថាអូយខ្លាំងដៃគ្នានោះអៀនឡើងចង់ងាប់ហើយព្រះអង្គនៅខំយកដៃស្ទាបថ្ពស់ខ្លួនឯងផងអីផងអញ្ចឹងដល់ឲ្យតួប្រុសអត់ស្ងាត់ទៅនិយាយអញ្ចឹងហុយហេតុអីមានថ្ពស់របស់លោកក៏ហមទៅអញ្ចឹងដល់ព្រះអង្គនេះវិញអូស្ទាបរ៉ាអត់ទេមានកំហំឯណាព្រះអង្គហើយព្រះអង្គទប់ទល់រួយអត់ទេមើលទៅគ្រាន់តែឃើញប៉ុណ្ណឹងនិយាយថាតួប្រុសអង្គុយអស់សណើចហ្មងអញ្ចឹងណាចអន់អើយចអន់ដល់ហើយក៏ងាកទៅនិយាយព្រះអង្គទៀតលោកដឹងអត់ថាលោកពិតជាគួរស្រឡាញ់មែនតើណែក៏ខូចអីខូចម្លាកូនអេដមីននេះព្រះអង្គហើយព្រះអង្គដឹងមិនម៉ាទេនេះដល់គ្នាលឺទាំងអៀនផងអីផងក៏ធ្វើជានិយាយទៅវិញអញ្ចឹងណាយើងមិនដឹងតែឯងកំពុងនិយាយពីអីនេះហើយមើលរូបទាំងអស់ហ្នឹងមើលមានចំណុចខ្វះខាតអីអត់ចេះបងវាយដានទៀតគេមើលគំនូទៅគេនេះសោះណាឯងនេះចង់អៀនតាមគេដែរវ៉ៃដល់ពេលហើយតួប្រុសក៏លើកគំនូយកមើលក៏និយាយថាហេតុអីបានចលោកចេះតែសួរថាមានចំណុចខ្វះខាតអត់វាគឺជារូបគំនូដែលពោពេញទៅដោយចំណុចខ្លាំងច្រើនណាស់នេះស្រាប់ទៅដល់ពេលហើយតួប្រុសកណឹកឃើញក៏ចេញមកទៀតហើយអូតាមពិតលោកអត់ស្មជាមួយនឹងគេសរសើរមែនទេដល់ពេលចអន់គេទៀតដឹងឯងព្រះអង្គហ្នឹងក៏ញឹមហើយក៏តទៅវិញថាព្រះបិតារបស់យើងហើយនិងមន្ត្រីទាំងអស់សូម្បីតែគ្រូរបស់យើងក៏ដោយសុទ្ធតែជាមនុស្សកាចហើយគឺក៏ដូចគ្នាដែរមែនតាបានអង្គរៈនឹងដូចម៉ាត់អត់សូវលេងសើចអត់សូវឲ្យព្រះអង្គអញ្ចឹងណាតួប្រុសហ្នឹងស្ដាប់ហើយក៏តទៅវិញថាតែខ្ញុំក៏មិនមែនចេះតែរសើរគេងាយដែររូបនេះវាពិតជាអស្ចារ្យមែនហើយវាក៏គ្មានអីត្រូវរិះគន់ដែរព្រះអង្គនេះលឺអញ្ចឹងក៏តទៅវិញថាយើងក៏ដូចគ្នាដែរយើងមិនដែលបង្ហាញរូបរបស់យើងតើនរណាម្នាក់ឃើញទេអិនហូឯងគឺជាមនុស្សដំបងហើយបលយោពងភ្លឹកមើលរូបលឺតែមនុស្សដំបងភ្ញាក់ព្រឺតគ្រាន់តែលឺអាមនុស្សដំបងនឹងភ្លាមដែរងាកទៅសឡឹងមុខព្រះអង្គហ្មងដល់ញឹមតែឯងមិនដឹងស្អីទៀតទេនេះហើយក៏និយាយទៅព្រះអង្គទៀតថាព្រោះតែខ្ញុំជាមនុស្សដំបងអញ្ចឹងខ្ញុំដូចជាមានអារម្មណ៍ថាពិសេសបន្តិចហើយទឹកមុខនឹងដឹងចង់ធ្វើបាបព្រះអង្គតែសង្ស័យទេតួប្រុសឯងណែអ្នកមានអារម្មណ៍ពិសេសសោះដល់អ្នកអៀនប្រកាច់ប្រកាន់ទៅជាព្រះអង្គវិញដល់តួប្រុសនេះគ្រាន់តែឃើញព្រះអង្គអៀនអញ្ចឹងណាអង្គុយអស់សំណើចព្រះអង្គយូរទៅអង្គុយទៅញាស់ព្រះអង្គបណ្ដោយនេះដល់ហើយណាគេលើករូបភាពអីនៅតែអូយវ៉ាវអស្ចារ្យអញ្ចឹងណាមិនដឹងថាព្រះអង្គខ្ញុំនឹងអៀនដល់ណាដល់ណីទៀតទេនេះតតែឥឡូវនេះឃើញតួប្រុសគេត្រឡប់មកបន្ទប់គេវិញណាម្ដងអង្គុយឆ្លុកកញ្ចក់វែកសក់អីអញ្ចឹងណាងាប់ហើយអត់មានក្រាស់អត់មានចុះហួយលាបសក់អីក៏ដោយគឺត្រូវតែស្អាតជានិច្ចនិយាយតួប្រុសស្អាតមែនស្អាតលក្ខណៈបែបក្មេងលៀងក្មេងខូចអញ្ចឹងណាដឹងថារៀបសក់រៀបអីតាណាទេនេះដល់តែឥឡូវនេះបកមកខាងក្រៅម្ដងស្រាប់លើអង្គរៈនិយាយទៅកាន់ព្រះអង្គអញ្ចឹងណាតែព្រះអង្គពិតជាមិនអីពិតមែនព្រះអង្គហ្នឹងក៏តទៅវិញថាមិនអីទេយើងសូមធានាដូច្នេះហើយឯងកុំបារម្ភអីដល់ហើយទៅអង្គរៈនៅសឡឹងមកតួប្រុសអញ្ចឹងស្រាប់ដល់ពេលតួប្រុសនឹងឃើញអញ្ចឹងហើយយកដៃច្រត់ចកេះក៏ស្រែកទៅហ្មងស្ដាប់លឺនៅព្រះអង្គបាននិយាយហើយថាគាត់មិនអីទេមនុស្សដែលមានកំណត់ឆ្នៃប្រឌិតដូចជាពួកយើងអញ្ចឹងគឺត្រូវការឲ្យដួងវិញ្ញាណរបស់ពួកយើងមានសេរីភាពហើយបើពួកយើងត្រូវស្ថិតនៅក្រោមការឃ្លាំមើលរបស់លោករហូតណាអូយគឺថាវាមិនអាចទៅរួចទេក្នុងការកំណត់ស្មារតីសិល្បៈរបស់ពួកយើងនេះណែវាខ្លាំងត្រង់ថានិយាយឲ្យកាយវិការមកបាងថាគេវាយកាយវិការហ្នឹងតា
ដល់ព្រះអង្គនេះលើគេថាអង្គរៈខ្លួនឯងអត់មានមាត់អត់មានកចូលញញឹមចឹងអីដល់អង្គរៈនេះគ្រាន់តែស្ដាប់ចប់ភ្លាមណែក្តៅស្លឹកជាងើដល់តែម្រងហូតដើមមកទៀតក៏និយាយផងហេតុនេះបានជាឯងដល់មិនទាន់និយាយចប់ផងព្រះអង្គក៏ខាត់ចឹងណាព្រះអង្គក៏តបទៅថាវាមិនអីទេទោះជាយ៉ាងណាក៏ដោយអ្នកភូមិក៏មិនដឹងថាពួកយើងជានរណាដែរអូនិយាយទៅថាខាងនេះវិញឃើញព្រះអង្គកាន់ជើងយ៉ាងញឹមញ៉ែបានចិត្តរួចហើយក៏ងាកទៅប្រាប់អង្គរៈកុំឲ្យបារម្ភចឹងណាក៏តទៀតថាដូច្នេះហើយពួកយើងមិនមានគ្រោះថ្នាក់អីទេដល់ទៅពេលអង្គរៈលឺចឹងទៅមានតាមព្រះអង្គហ្នឹងក៏ញឹមតទៅវិញថាទូបង្គំយល់ហើយព្រះអង្គណែសូមជម្រាបថាញឹមដាក់តែព្រះអង្គណាតែងាកទៅមើលកូនឯងណាស្រឡឹងចង់សិសាហត់ឈាមហើយរួចហើយក៏និយាយទៅកាន់តួប្រុសថាបើសិនជាមានរឿងអីកើតឡើងចំពោះព្រះអង្គឯងនឹងស្លាប់ក្រោមស្នាដៃរបស់យើងហើយតួប្រុសនេះគ្រាន់តែលឺចឹងក៏តទៅវិញអូយដឹងហើយមិនក៏កាចមកហ្មងនេះហើយទៅក៏ឈោកញែងខ្លួនអូយលក្ខណៈកោគេចឹងគេវាយអត់ខុសមែនណាតួប្រុសអត់មាននិយាយមែនដល់ហើយក៏ញឹមងាកទៅព្រះអង្គចឹងណាតោះពួកយើងនឹងងាកទៅព្រះអង្គពុតបត់សាហាវដែរហ្នឹងដល់ហើយទៅព្រះអង្គហ្នឹងក៏យាងដើរចេញទៅជាមួយតួប្រុសចឹងណាអាពេលចេញទៅហើយហ្នឹងឆ្លៀតងាកមករបៀបអោនគ្រប់គេតិចរបៀបបញ្ជួសគេបន្តិចអញ្ចឹងលក្ខណៈថាអញអត់ខ្វល់សំខាន់អញបានទៅមួយព្រះអង្គដល់ឥឡូវនេះគេបាននាំព្រះអង្គនាំគ្នាមកដើរលេងក្នុងព្រៃអញ្ចឹងណានិយាយពីថាដើរបដាញឹមបដាដូចគេសប្បាយចិត្តសប្បាយចិត្តថាអូបានចេញមកដើរលេងជាមួយព្រះអង្គអីចឹងណាខំវែកសក់រៀបសក់តាំងពីបន្ទប់មកដើរផងលោតផងអីផងអញ្ចឹងណានិយាយទៅបើមើលមែនតើពីរអ្នកនេះលក្ខណៈវ័យក្មេងៗផែគ្នាគ្រាន់ថាមួយគ្នាធំឡើងក្នុងសង្គមបច្ចុប្បន្នទៅវាលៀមវាខលអញ្ចឹងណាដល់មួយទៀតគេអ្នកតកោកំពុងខ្ពស់សភាពរំទុំអញ្ចឹងទៅដល់ទៅពេលដើរទៅក៏ដល់អាកន្លែងទេសភាពដែលត្រូវឈប់តួប្រុសនេះគ្រាន់តែឃើញភ្លាមសប្បាយចិត្តរត់ទៅមើលអាកន្លែងហ្នឹងគ្រាន់តែរត់ឃើញហើយភ្លាមទៅក៏ងាកមកហៅព្រះអង្គអញ្ចឹងព្រះអង្គដល់ពេលព្រះអង្គហ្នឹងនៅឈរញឹមមើលអីមើលមេឃមើលផ្កាយហ្នឹងនេះដល់គ្នាឃើញគ្នាស្រែកទៅមកលឿនមកនេះមកមើលកន្លែងនេះនិយាយមែនចរិតតួប្រុសនេះចរិតស៊ីនមកអេដមីននេះនិយាយពីថាដូចគ្នាអញ្ចឹងបកាយនិយាយច្រើនបកាយរោរឿងបកាយឌឺចងេងចងាងហើយបកាយលេងទឹកមុខនឹងហ្មងអត់ខុសអីហ្មងខុសតែមួយត្រង់ថាអេដមីនអត់ស្អាតដូចតួប្រុសដល់ព្រះអង្គនេះលឺអញ្ចឹងទៅក៏ញ៉ាំដើរទៅរោអញ្ចឹងណានិយាយទៅព្រះអង្គគ្នាក្មេងតែចរិតចាស់ទុំមិនដែរចាប់កម្មនេះទេក៏ដើរទៅរោតួប្រុសទៅតួប្រុសនោះក៏ឈោងដៃឈោងអីព្រះអង្គកាន់អីឲ្យស្រួលដើរអញ្ចឹងណាដល់គាត់ដើរមកដល់មុខទេសភាពនឹងភ្លាមព្រះអង្គហ្នឹងក៏និយាយមកយើងគិតថាកន្លែងនេះពិតជាស័ក្តិសមបំផុតហើយតួប្រុសយើងនៅលើអញ្ចឹងក៏ញ៉ាំតទៅវិញថាខ្ញុំក៏គិតអញ្ចឹងដែរដល់បន្ទាប់គេព្រមព្រៀងនេះទៅក៏អង្គុយចុះទៅអង្គុយគូរូបគូអីអទេសភាពនៅមុខហ្នឹងនេះបញ្ហៅថាអ្នកជំនាញមែនលោកអើយគាត់ដាក់មកណែព្រះអង្គអង្គុយគូអីដូចអារូបនៅមុខហ្នឹងឯងដល់ព្រះអង្គក៏ទៅពីគូអ្នកខាងនេះអង្គុយមើលមុខគេហ្នឹងឯងងាប់ហើយព្រះអង្គខ្ញុំដឹងគូរូបចេញអត់ទេនេះមើលផងមើលនេះមើលនោះអង្គុយមើលតែគេញ៉ាំចឹងឯនេះដល់ទៅក៏រសារព្រះអង្គចឹងណាលោកពិតជាប្រកែមែនដល់ពេលព្រះអង្គក៏តបឯណាអង្គុយញ៉ាំគូរូបតទៅណាសាប់ដល់ពេលហ្នឹងក៏លើទួប្រុសនិយាយថាឲ្យដៃលោកមកខ្ញុំបន្តិចមកព្រះអង្គនេះលឺចឹងក៏ផ្អាកគូចឹងណាដល់ហើយទៅទួប្រុសហ្នឹងក៏ចាប់ទាញដៃព្រះអង្គក៏និយាយថាចាំខ្ញុំមូដអាវឲ្យលោកហ៊ីក៏ដល់ណាដល់ណីហ្នឹងហ៎សាប់ដល់ពេលហ្នឹងព្រះអង្គងាកមកទួប្រុសក៏និយាយទៅវិញថាឯងធ្លាប់សួរយើងថាតែយើងមានមនុស្សដែលយើងស្រឡាញ់អត់ឯងចាំបានទេតួប្រុសយើងហ្នឹងក៏ស្ងប់ស្ងាត់អត់តបចឹងណាទុកឲ្យព្រះអង្គនិយាយបន្តខ្លួនឯងចឹងទៅព្រះអង្គហ្នឹងក៏ចាប់ផ្ដើមរៀបរាប់សម្រាប់យើងការដែលមានជីវិតរស់នៅហើយមិនស្លាប់គឺជារឿងគ្រប់យ៉ាងក្នុងជីវិតយើងហើយអាយុប៉ុនយើងនេះយើងមិនដែលសូម្បីតែគិតពីរឿងស្នេហានិយាយទៅស្មោះត្រង់ទៅតែយើងអាចស្រឡាញ់គេបានដោយរបៀបណាទៅនៅពេលដែលយើងមិនអាចសូម្បីតែរៀបការជាមួយមនុស្សដែលគេជ្រើសរើសឲ្យយើងនោះអូយនិយាយទៅជីវិតនេះកើតមកគឺដើម្បីតួនាទីនិងទំនួលខុសត្រូវហ្មងខាងនេះស្ដាប់ហើយទឹកមុខនឹងសេតាមគេនិយាយដែរនិយាយពីខ្លាំងរឿងលេងទឹកមុខហ្មងចង់សបាយចង់អលៀមចង់សេឲ្យបានមកចាប់ស្រាប់តែកំពុងអង្គុយហ្នឹងទឹកថ្នាំហ្នឹងវាស្រក់ពីលើជក់មកប្រឡាក់លើកៅអៅតួប្រុសហ្នឹងព្រះអង្គនេះឃើញអញ្ចឹងក៏តបតួប្រុសអញ្ចឹងណាយើងសុំទោសឯរវល់តែគិតពីដៃអារបស់យើងហើយចុងក្រោយបែរជាប្រឡាក់កៅអៅរបស់ឯងវិញតួប្រុសនៅលើអញ្ចឹងក៏តទៅវិញថាវាមិនអីទេនិយាយពីតួប្រុសហ្នឹងអូស្អាតអញញឹមស្អាតបដ ாய் ដល់ហើយទៅក៏អង្គុយសឡឹងមុខព្រះអង្គហ្នឹងភ្នែកទៅជាចំោះមាត់នេះសឡឹងអស់គ្មានសល់នេះអូនិយាយមិនឃើញកសែភ្នែករបស់តួប្រុសហ្នឹងបណ្ណាតែហ៊ានអង្គុយសឡឹងមុខតួប្រុសវិញដល់ទៅពេលគេសឡឹងនេះឆ្អែតទៅក៏អង្គុយគូរូបវិញអញ្ចឹងណាលើកនេះគេគូរូបសម័យបុរាណនេះតែបានប្រើកល័ផាត់សម័យបច្ចុប្បន្ននេះដល់គេគូហើយទៅក៏នាំគ្នាដើរត្រឡប់ទៅវិញណានិយាយពីថារឿងទេសភាពស្អាតហ្មងអាវាលស្រែវាលអីខ្ញុំអូយមើលមកធម្មជាតិហ្មងដល់ទៅគេត្រឡប់មកវិញទៅគេអង្គុយផ្ទៀងអារូបគំនូហ្នឹងជាមួយនឹងអាกระดาษតូចដែលថាតួប្រុសហែកទុកដល់ពេលផ្ទៀងហ្នឹងទៅតួប្រុសក៏និយាយថានេះវាដូចជាខុសកន្លែងណាមកចេះដល់ព្រះអង្គគេថាអូនេះកន្លែងនេះអីចឹងណា
rồi tới tôi pro kia tha nhóm kết tha lộc á cô tập phạt po với thay mới chẳng tới à kê cái bông ta xa son sai ha kia nè đó tao cái lệnh mà mua ăn cái này ô cho mơ cái tự mong sừng ngủ sừng ngắn mong á đó hỏi tới kê nó tên vậy này chẳng á đã po thay mấy bản xa đấy chẳng tới là ná cú thay mà đón tới đấy chẳng á được biết với tha cái vậy cái niềm pi ca nghe bao kê rồi ơi ở miền mơ một cái này nơi nó son nè hàng này có tập sweet tới rồi hàng nó vẫn là vính chu tròn rồi tới cái này nông tịnh luôn chẳng á còn lợn rụt mơ trông nên mọi tới tua pro cái lợn mẹ đáy lợn ấy thao sạch bạc cài chẳng á bỏng nó cái bị nhiễm nhân từ đòn tao ăn cái đạn này phải khơi bỏng là nhiễm cái đấy sống nó luôn nó có sờ bài chất đây vậy ta xảy ra bị clay bệnh chẳng tới vì mơ riêng vậy tha ta ăn cái đạn nó sờ lạnh bỏng không này sai ha rồi môi con mà chơi bàn tay cứ rụp hiệu đã sờ lạnh nó cứ sờ lạnh smart trong phải cái đấy phiêu chỉ môi bỏng chẳng á sạp tao đòn về hay tới con nó khi mà cú rụp to nè đó mà cú rụp thay mơ to bằng khơi chẳng á đó thật là định ăn nộp ăn này là nè mơ khi bên năng á ngoài ấy như vậy mà plate nó cái update đó này thế nhỉ đòn tới đây anh nhầm một bọn nó tới miên nè cái cào cái nứt lần khởi nhà tập nằm không ai nó nghe còn vô từ đó nè từ bạn bên một bọn như vậy đòn pe bọn khởi nhớ còn vô đây từ ba cho nó step mưa là ấy á đòn pe vô mở tới ó đòn tập không ai ta còn ngợp là này chạm mặt tập không ai đang vô một chuột bên một tua pro cho nó nè vậy tới bọn chơi lên mấy cái đây ta tay vậy tới nơi lên lại cả nạp bài tha là biểu không mê rung tung dập hiệp chứ á việc le là liếm bài tua pro cho nó đó hay này có lấy bạc này từ bạc để màu cho ngân á khơi nha mấy cái đây sốc cho nó bỏng này chỉ vật cao màu ta vì không mình nó không cua xa là bị thử mương mặt tầng rừng ngỏ ở đại bán sờ bài đại bạn ấy rồi miền kia lên nhưng tới đậm chát đáy đó bỏng rồi từ pe cái lên cái bài kia trái chọn hay tới cái cu ấy to rồi cho ngân á còn cùi mà tới spiệp mà ấy ngày lịch ngày đây hay chẳng từ muốn pe cái thật với nhỏ sạp tao đọc pe cái cùi mơ chung kia nó cái sờ lăng mục kia chẳng này vậy vì tha còn nó sẽ lẫn một cái này phim này bọn nâng áo nó thao tua pro vào đầu còn là sao là tua pro liếm miên nè đó kháng bọn này vinh đó khang cô này nó có mấy bạn sai đấy chăm du rồi cho mình tha still của mỗi sẽ lẫn một cái này ta sẽ lẫn một cái này mới càng nghe thơ ơi cho mình đôi admin là cho rương nó biết clay việc sơ miên sách rương bệnh mình đâu chơi tận ná xa son sai hai tê sẽ lẫn một nó sẽ ta rõm tua miên mũi cái này hay bạn cắt cháu là chăm mớ thao vào tòa Việt Nam thao kia nằm bông này hơi miên ấy cả là tiền mà đừng cùi tự đủ sát thao này bàn đây đó tập bỏ mà khang ở ăn cái nè sắm nơi chăm bỏ chúng muốn tua pro nó ô chăm một đôi dục là người ta toàn khơi máu nè đa máu ăn mơ tầm một phía đằng ấy sắp từ đó về nó có lưu sợi bạc thủy liền này bờ trong ngõ còn là khơi phim sai món bờ ăn sắp từ đó mơ bỏ ăn chúng muốn tua pro nè cái trâu mới thò mà đá mới ra lang chẳng á nhưng mà nhẹ vậy cái này xa sau một cái chẳng á đó đá mà đó cho ăn cái có vậy tha sống to dương mau dư đây cái này còn là khơi chống xua tới mong bờ ăn á mình chưa lại nào ăn nó ngó cái lệnh mơ khơi một bờ ăn cho tới có xua tới mong hay một bờ ăn á cá đấy cái nó ngó vậy tới cái này bờ rắm trong ngõ này đào bờ ăn nó chơi nhắm ăn biết đây cá là lính mỏng á có tọt ăn cái này tha dương ở đây tê sạp tập về nó ăn cái nó không tua pro tôi chặt cái bụi cỏ áo có xoay tới mong chọn ra gì ai đang ăn tập về đi mau vào má này bẻ tất nó còn lấy hay đây ôi anh đặt cầu ai rồi là tôm ta sọng to mà ngay sưu bô mong trâu tới đó đó bà ăn khơi nhá có sai khoát cho nó cứng tại khi mình đạp ấy tế liền thấy mình ná đào tua prom đáy đua tới đây bây rồi bà ăn đấy còn là khơi chẳng có rất chui ơi tua prom chẳng á có hai cường nghiệm mà sai ăn cái chẳng á hai đứa mà chị ấy nhá chắc là cọ khăn lại đó tập về ăn cái mình đạp ấy tế từ chọc cái bụi co áo tua prom tiết chẳng này hay có sai ít tha bà sân cho bà ăn mình được bôi để sai ấy nhá cứ dơ á toàn là bán thợ ấy bà nó rong vay vậy nó á có bà ông nó chặt rung rồi ăn cái tránh có sai thì món vẫn nó bán này đòi tới cơ rất chui tua prom thế đó tới ăn gì thế tua prom nó lục ơi ai một này đây mình bài chiêm nó chiêm mình tên món nó xong nó này đòi lại chặt đòi về tới ăn cái nó còn gì thế tha nhưng mà bọt rồi thay dương á nằng lẽ bong chỉ vật dương là bấy cam piệp rồi ăn có bàn tay trong một trẻ tha lời ní ai mơ thai bà ông bàn chẳng á rồi hãy tới còn nghĩa từng giấy bà ông mình trong tới tha bà ông mà cha tôi bằng công sông tô bà mà cha nó có ở ngoài coi đây có to tới tha dựng đăng tha ai bà bị dương ta gặp pro tai bà tật lên chứ vì sao về mình tha dựng na cả đòi ai nhá có một trâu vay cây bài đăng đây tầm tha sẽ đầy ai mấy lỡ sẽ đầy ai mến đó ông cái nên lư chống mẹ ông ta khó đai chẳng á có tọt tới bà ông với tha tôi bằng công đăng tha tôi bằng công thua trôi bây giờ tôi bằng con sống tốt phải ăn này lư chẳng co mình hiện khang ấy khang này vậy tôi đây là biệp tha mà nó bờ rắm á môi chui cay môi chui chết đấy nè đợi tôi có to tôi phải tha mình ấy thế dân cho tôi không môn này rồi tôi có chập chui lơ ở kia tua pro tờ này chẳng á
ដល់ហើយក៏គ្រាគ្នាបណ្ដាគ្នាចូលទៅសម្រាប់អញ្ចឹងណាទុកឲ្យអង្គរៈនេះនៅចូលតឯងគ្នានៅចូលយំផងអីផងអញ្ចឹងណាអ៊ុយនិយាយទៅនៅអង្គរៈដែរពេលនេះដល់តែឥឡូវនេះក៏ចូលមកដល់ក្នុងបន្ទប់ណាក៏ឃើញព្រះអង្គនេះថាយកថ្នាំកមួនអីលាបឲ្យតួប្រុសអញ្ចឹងណាដល់ពេលដាក់លាបមកលាបអីហើយក៏សួរតួប្រុសថាហើយនេះមិនជាឯងណាអត់និយាយអីទាំងអស់ហើយបដ ாய் គេវាយឯងអញ្ចឹងហ៎មើលមុខឯងណែនិយាយថាតួប្រុសទឹកមុខសែតនោះសែតប្រោយហ្នឹងដល់មើលមុខព្រះអង្គនេះវិញចង់ឈឺជាងតួប្រុសឯងទៀតដល់ពេលឃើញតួប្រុសស្ងាត់អញ្ចឹងក៏និយាយតួប្រុសចឹងថាយើងសុំទោសតួប្រុសលឺអញ្ចឹងក៏តបទៅវិញថាពួកតែខ្ញុំដឹងថាគេមានអារម្មណ៍បែបណាហើយខ្ញុំក៏ដឹងដែរថាការដែលបារម្ភពីលោកមានអារម្មណ៍បែបណានោះខ្ញុំមានអារម្មណ៍ថាខុសទៅបានជាខ្ញុំមិននិយាយអ្វីទាំងអស់និយាយទៅកូនឯងដល់ពេលត្រឹមត្រូវមនុស្សម្នាគេដែរតាដល់ពេលលឺអញ្ចឹងទៅព្រះអង្គឯហ្នឹងក៏អត់មានមាត់អត់មានកដែរដល់លើចូលមកដល់ព្រឹកថ្មីដែរព្រឹកយប់ឲ្យរឿងនេះរហូតដល់តែកលេចមកអង្គរៈហ្នឹងអង្គុយទៅជួសដើរហ្នឹងឯងមួយថ្ងៃជួសទៅដើរហ្នឹងឯងហើយអត់ធ្វើការរស់ស៊ីព្រះអង្គបានអីសោយនេះដល់ចៃដន្យអីពេលហ្នឹងទួប្រុសចេញមកដែរដល់ចេញមកដល់ឃើញហ្នឹងអង្គុយចុះហើយក៏និយាយថានេះលោកគិតទៅដកដាវជួសរាល់ថ្ងៃចឹងហ្មងហ៎ឆ្ងល់ដោយ admin ដែរនេះដល់តែអង្គុយសឡឹងឃើញអង្គរៈតបអីក៏និយាយទៅគេថារឿងពីម្សិលមិញតែនិយាយបានប៉ុណ្ណឹងអង្គរៈហ្នឹងកាត់បដ ாய் មិនអីទេតែទួប្រុសក៏នៅតែនិយាយចឹងឯងខ្ញុំសុំទោសចំពោះរឿងហ្នឹងផងអង្គរៈហ្នឹងក៏តបបែបហីចឹងណាមិនបាច់សុំទោសអីទេទួប្រុសហ្នឹងក៏និយាយតទៀតថាខ្ញុំមិនដឹងថាលោកមានអារម្មណ៍ចំពោះព្រះអង្គដូចតែខ្ញុំមានឬក៏អត់ទេប៉ុន្តែខ្ញុំពិតជាបារម្ភពីលោកពិតមែនហើយខ្ញុំក៏នឹងធ្វើដូចលោកដូចគ្នាបើសិនជាខ្ញុំជាលោកវិញអង្គរៈនេះលឿងអញ្ចឹងក៏ស្លងមកទួប្រុសហ្មងលក្ខណៈថាចុំថ្ងៃនេះដូចនិយាយត្រឹមត្រូវហីដល់ហើយក៏សួរទៀតនិយាយអញ្ចឹងតើឯងគិតចង់នៅទីនេះយូរប៉ុណ្ណាទេទៅតួប្រុសនេះគ្រាន់តែស្ដាប់លឺឲ្យអស់សង្ឃឹមហ្មងបន្ទាប់ពីអស់សង្ឃឹមហើយណែក៏សើចវិញម្ដងដូចមនុស្សឈួតចឹងនេះដល់ហើយក៏ប្រាស់ខ្លួនដីក៏និយាយថាអូយខ្ញុំក៏មិនដឹងដូចគ្នាដែរខ្ញុំឆ្ងល់ដល់នេះថាខ្ញុំអាចត្រឡប់ទៅវិញបានអត់ដល់ពេលអង្គរៈលឺចឹងក៏តទៅថាយើងសួរនេះគ្រាន់តែបារម្ភតែប៉ុណ្ណោះព្រោះមើលទៅឯងនៅទីនេះគឺអស់រយៈពេល15ថ្ងៃហើយឯងអត់ព្រមត្រឡប់ទៅរាជវាំងវិញទេហើយគិតតែនៅទីនេះហើយឪពុកម្ដាយនិងមិត្តភក្តិរបស់ឯងច្បាស់ជាបារម្ភពីឯងមិនខានទេពីរនាក់ដល់ពេលនិយាយគ្នាត្រឹមត្រូវមនុស្សម្នាតាតួប្រុសនេះស្ដាប់ចប់ហើយក៏តទៅវិញថាប្រកាសជាអញ្ចឹងហើយអង្គរៈហ្នឹងក៏និយាយបន្តទៀតយើងមិនបានព្យាយាមធ្វើឲ្យឯងមានអារម្មណ៍អត់ស្រួលទេការដែលយើងនិយាយនេះព្រោះតែតាមពិតទៅយើងក៏សប្បាយចិត្តដែរដែលមានឯងនៅទីនេះមិនតែ admin ទេតួប្រុសស្ដាប់ឮហើយក៏ឆ្ងល់ដែរចុះសុកនិយាយពាក្យហ្នឹងដល់ហើយក៏ងាកទៅសួរអង្គរៈអញ្ចឹងណាលោកចង់មានន័យថាម៉េចហ្នឹងអង្គរៈនេះឮអញ្ចឹងក៏តទៅវិញថាតាំងពីព្រះអង្គម្ចាស់ត្រូវនិរទេសមកទីនេះទ្រង់មិនដែលញញឹមសម្បីតែម្ដងហើយទ្រង់ក៏ចាប់ផ្ដើមញញឹមច្រើនតាំងពីឯងមកនៅទីនេះដល់អញ្ចឹងហើយយើងមានអារម្មណ៍ថាធូរស្បើយច្រើនណាយើងពិតជាចំណែនឯងមែនទែនតាំងពីទ្រង់មកនៅជាមួយយើងមិនដែលឃើញទ្រង់បង្ហាញទឹកមុខដោយតែទ្រង់ញញឹមតែឯងនោះទេអាណិតអង្គរៈដែរតែថាទៅគ្នាស្មោះត្រង់ភក្តីស្រឡាញ់នឹងព្រះអង្គនេះគាត់និយាយចាប់ខ្ញុំដើរទៅបាត់ណែទុកឲ្យទួប្រុសនេះដេកអង្គុយគិតតែឯងហ្នឹងចំស្អីទៀតឯងហ្នឹងអញដល់តែគេនិយាយមកអង្គរៈចាប់ឲ្យគេចូលបន្ទប់គេដល់គេអង្គុយគឺគេនឹកឃើញឈប់សិនគេរាប់ដៃអញ្ចឹងណា1ថ្ងៃ2ថ្ងៃ3ថ្ងៃហើយអង្គុយរាប់ដៃរាប់ជើងទៅមកអញ្ចឹងស្រាប់រយភ្ញាក់ព្រោតអុយបើជិះឈួតហើយអាទិត្យក្រោយដល់ថ្ងៃប្រឡង final ហ្នឹងហើយអាឡែងទៅរំភើយផាយផាត់ដើរគូរូគូអីហ្នឹងឯងរួចហើយក៏និយាយទៅឈប់សិនខ្ញុំទៅធ្វើមិនទៅហ្នឹងម៉ាក់នឹងប៉ាច្បាស់ជាបារម្ភខ្ញុំស្លាប់ហើយឥឡូវនេះខ្ញុំពិតជាត្រូវត្រឡប់ទៅវិញមែនតែខ្ញុំត្រូវធ្វើមិនទៅឥឡូវនេះខ្ញុំកំពុងតែមានបញ្ហានេះតែខ្ញុំត្រូវធ្វើមិនទៅដើម្បីចេញពីទីនេះបាននិយាយពីឃើញទឹកមុខហ្នឹងកំសត់ដល់ហើយមកផ្លេតហ្នឹងទឹកមុខដូច4 10ដងស្រាប់អាពងអង្គុយចង់យំនឹកឃើញទេមិនដឹងនឹកឃើញស្អីណាទេប្រែទឹកមុខទេក៏និយាយទៅថាអូយពិតមែនហើយរូបភាពខ្ញុំត្រូវតែរករូបភាពនៅឃើញតែខ្ញុំទុកវាណាទៅនេះដល់ហើយណែស្ទុះស្ទាម្នេះដើររូបពេញហ្នឹងឯងដល់ទៅក៏មកឆែកក្នុងកាបូបឆែកអីអញ្ចឹងណាឆែកក្នុងកាបូបឆែកក៏ទាញអាវក្រៅខ្លួនឯងពាក់សិស្សសាលាហ្នឹងយំដល់លុកក្នុងកប៉ាល់លុកចុះលុកឡើងទៅក៏ឃើញរូបហ្នឹងគ្រាន់តែឃើញភ្លាមអូយនៅនេះទេរកឃើញហើយគេសប្បាយចិត្តគេអីគេថើផងអោផងអញ្ចឹងណាព្រោះដល់តែមានរូបថតហ្នឹងហើយមិនអាចជួយឲ្យខ្លួនឯងស្វែងរកការពិតបញ្ចប់រូបគំនូរហើយត្រឡប់ទៅការវេលាខ្លួនឯងវិញដល់ទៅបកមកខាងអង្គរៈវិញម្ដងណែអង្គរៈនេះគេកំពុងតែซ้อมដាវซ้อมអីគេអញ្ចឹងណាស្រាប់តែឃើញទួប្រុសចេញបន្ទប់ស្ទុំមកហេគាត់ទៅរត់បញ្ញាបញ្ញាប់និយាយពីថាអង្គរៈនេះអីគេមានរឿយគេហ្នឹងចុះឃើញគ្នាសុកឆ្លេឆ្លាដូចមន់រពោងអញ្ចឹងស្រាប់តែដល់ហើយទួប្រុសគេលីរូបហ្នឹងមកក៏សួរថានិយាយអញ្ចឹងលោកដែលគេរូបគំនូរនេះអត់អង្គរៈនេះដល់ពេលមើលរូបឯងក៏តទៅវិញថាអត់ប្រកាសទេយើងដូចជាអត់ដែលឃើញរូបនោះនៅតាណាពីមុនមកទេដល់ពេលទួប្រុសលូចឹងក៏និយាយមកនេះមើលចិត្តទីសិនមើលសិន
យូរមកដាក់ណាលងគៀកគេនេះគិតចងំដល់តអង្គរៈនេះឃើញអញ្ចឹងក៏តទៅឲ្យថាយើងនិយាយហើយថាយើងអត់ដឹងទេដល់ទៅពេលហ្នឹងអង្គរៈហ្នឹងក៏ឲ្យមករូបទាំងអញ្ចឹងណាឲ្យមករូបហើយក៏មើលអាទេសភាពជុំវិញអញ្ចឹងហើយរួចក៏និយាយថាប៉ុន្តែទេសភាពមើលទៅដូចស្តៀងនៅភូមិនេះដែរគ្រាន់តែលើប៉ុណ្ណឹងទូប្រុសហ្នឹងតម្លាក់ទឹកមុខភ្លាមដល់ហើយក៏និយាយទៅថាអូយតែខ្ញុំត្រូវធ្វើមិនទៅនេះសារពេលឈោក៏នឹកឃើញទៅអូពិតមែនហើយហ៊ុនណាប្រហែលជាដឹងព្រោះហ៊ុនណាគឺជាព្រះអង្គម្ចាស់នៅទីនេះគ្រាន់តែនឹកឃើញមកប៉ុណ្ណឹងភ្លាមណាដាក់មេប្រូចលាអើយអង្គរៈទៅបាត់ចឹងហ៎ក៏រត់ទៅបន្ទប់ព្រះអង្គម្ចាស់នៅណាមួយកូនមួយប្រយ័ត្នជន់ព្រះអង្គនិយាយថាព្រះអង្គចង់ពីណាឆ្លៃឆ្លាយក៏អត់ខ្វល់ដែរនឹងដល់អញញឹមអានសភៅហ្នឹងឯងដល់ហើយទៅក៏អង្គុយចិត្តព្រះអង្គហើយទៅហើយរូបគំនូរព្រះអង្គចឹងណាក៏សួរថាលោកមែនទេតើលោកធ្លាប់ឃើញរូបគំនូរនេះពីមុនមកអត់ព្រះអង្គណាចាប់ទាញរូបគំនូរនោះមកមើលក៏តទៅថាអត់ទេយើងដូចជាអត់ដែរឃើញផងទូប្រុសគ្រាន់តែលើចឹងហាប៉ុន្មានលោកសាក់មើលច្បាស់តិចសិនមើលនៅតែបខំព្រះអង្គមើលចឹងហើយព្រះអង្គហ្នឹងក៏បវល់រូបហ្នឹងចុះឡើងចឹងអើយស្អីគេចេះនេះទូប្រុសគ្រាន់តែឃើញចឹងគ្នារឿងអគិតថាអូព្រះអង្គផែនតែឃើញណាស្រាប់ហើយព្រះអង្គក៏សួរថាអានេះស្អីគេហ្នឹងតាមពិតគ្នានៅឆ្ងល់អាกระดาษដូចថាវាលលងกระดาษគ្នាអត់ដែរស្គាល់ទូប្រុសនេះគ្រាន់តែឃើញចឹងអញហើយមិនសំណំសអារម្មណ៍នៅរំពឹងនេះវាខុសពីការពិតដល់ហើយទៅទូប្រុសក៏តទៅព្រះអង្គវិញចឹងណានេះគឺជារូបគំនូរដែលគេព្រីនចេញមកក្រៅរួចហើយក៏សួរទៅព្រះអង្គទៅថានិយាយអញ្ចឹងលោកប្រហែលជាស្គាល់ថានរណាគេគឺជាព្រះអង្គម្ចាស់អិនអានទេមែនទេដល់ឮសំណួរហ្នឹងព្រះអង្គម្ចាស់ហ្នឹងធ្វើទឹកមុខវិញរបៀបអត់ដឹងរឿងអញ្ចឹងណាដល់ពេលទូប្រុសឃើញអញ្ចឹងក៏ចាប់តែกระดาษនេះបើសិនជាលោកមើលនេះបើសិនជាលោកមើលឃើញមានឈ្មោះនេះគាត់និយាយបានប៉ុណ្ណឹងសោះតែភាំងបដ ாய் ក៏នឹកឃើញទៅដល់អាពេលដែលសេជីននឹងនិយាយអារូបគំនូរក្នុងសភៅថាតែយើងដូចជាធ្លាប់មានអារម្មណ៍ថាស្គាល់រូបនេះពីយូរមកហើយក្រែងវាដូចជារូបគំនូរដែលឯងគូមែនទេគ្រាន់តែនឹកឃើញនៅរឿងហ្នឹងភ្លាមទូប្រុសកាំងវិចាអត់ដឹងនិយាយអីហ្មងនិយាយទៅរឿងនេះវាសង្ខេបខ្លីពេកដល់ចឹងទៅវាបាត់អា detail ហ្នឹងខ្លាំងមែនទែន admin មើលនឹងចង់វិញហ៎ដល់ឥឡូវនេះក៏ចូលដល់ពេលយប់ទៅណាស្រាប់ហើយទៅក៏ឃើញទូប្រុសហ្នឹងដែលគិតទៅថានិយាយទៅសម័យគ្រប់អតីតកាលទាំងអស់ដែលមានកើតឡើងជាមួយព្រះអង្គអញ្ចឹងណាអាពេលវេលាល្អអាគូរូបជាមួយគ្នាអាសើចសប្បាយជាមួយគ្នាតាំងពីថើបគ្នាអីឡើងហ្នឹងស្រាប់ដល់ពេលគិតហើយអញ្ចឹងទៅឃើញទូប្រុសដេកយំហ្នឹងឯងតែមិនឃើញទូប្រុសមនុស្សម្នាកំសត់គេឆាកហ្នឹងឯងនេះនិយាយមែនដូចអត់មានថាអញ្ចឹងរឿងនេះវាខ្លីដល់ថ្នាក់អ្នកនិពន្ធហ្នឹងឲ្យយើងមើលឲ្យអង្គុយឆ្ងល់សូម្បីតែអត់មានមើលនេះក៏មានអារម្មណ៍ថាទូប្រុសយំរឿងអីយំហ្នឹងយំស្ដាយពេលវេលាថាត្រូវទៅវិញចោលព្រះអង្គម្ចាស់ឬមួយក៏យំថាអត់បានទៅផ្ទះរកកន្លែងអត់ឃើញឬក៏ត្រូវគូរូបមិញអេដមីនវិភាគអត់ចេញបដ ாய் ដល់តែឥឡូវនេះក៏ចូលដល់ពេលព្រឹកទៀតណាថ្ងៃរះកពស់ណាកពស់ណីនេះស្រាប់តែហើយទៅក៏ឃើញអង្គរៈនឹងដើរកែបន្ទប់ទូប្រុសអញ្ចឹងណាចុះឆ្ងល់អត់ឃើញទូប្រុសចេញមកក៏ស្រែកពីក្រៅថាថ្ងៃរះខ្ពស់ឯនេះឯងនៅដីទៀតដល់ទូប្រុសក៏ខ្ចីមាត់ខ្ចីណានៅសងំចុះមានដីសងំហ្មងដូចវាមនុស្សអត់មានកម្លាំងខ្លួនអញ្ចឹងណាដល់ទៅពេលនេះហើយទៅក៏ឃើញអង្គរៈបើកទ្វារចូលមកដល់គ្នាឆ្ងល់ណាមិនទូប្រុសស្ទះដូចវាអត់សកម្មទៅរាល់ដងដល់ទូប្រុសងើបឡើងក៏និយាយទៅអង្គរៈថាខ្ញុំមានរឿងចង់និយាយប្រាប់លោកអង្គរៈលឺអញ្ចឹងក៏អង្គុយចុះហើយទៅក៏សួរទូប្រុសអញ្ចឹងណាមានរឿងអីគេប្រុសនៅរឿងស្ទាក់ស្ទើដែរហ្នឹងណារួចហើយក៏និយាយអញ្ចឹងថាវាប្រហែលជាពិបាកសម្រាប់លោកក្នុងការជឿបន្តិចហើយគឺខ្ញុំមកពីអនាគតដ៏វែងឆ្ងាយខ្ញុំចង់មានន័យថាខ្ញុំមកពីក្នុងឆ្នាំ2021ទឹកមុខអង្គរៈនេះលក្ខណៈថាអត់ចង់ជឿអញ្ចឹងអីគេដល់ហើយទូប្រុសហ្នឹងក៏និយាយបន្តទៀតថាគឺខ្ញុំបានជួបស្ត្រីម្នាក់នៅឯកន្លែងតាំងពីពណ៌រូបគំនូរសិល្បៈហើយក្នុងពេលជាមួយគ្នាហ្នឹងខ្ញុំក៏បានឃើញរូបគំនូរដ៏ចម្លែកមួយដែរហើយនៅពេលដែលខ្ញុំភ្ញាក់ឡើងខ្ញុំក៏បានមកដល់ទីកន្លែងដូចគ្នាជាមួយនឹងរូបគំនូរនោះឯងអង្គរៈនេះស្ដាប់ហើយលក្ខណៈថាដូចជឿបន្តិចអត់បន្តិចអីអញ្ចឹងណារួចទូប្រុសក៏ខំរៀបរាប់បន្តទៀតក៏និយាយថាហើយមនុស្សស្រីម្នាក់នោះក៏បាននិយាយប្រាប់ខ្ញុំថាខ្ញុំអាចត្រឡប់ទៅវិញបានណាលុះត្រាតែខ្ញុំបំពេញកិច្ចការងាររបស់ខ្ញុំនឹងឲ្យរួចរាល់ដូច្នេះហើយរូបគំនូរមួយនេះគឺអាចធ្វើឲ្យខ្ញុំត្រឡប់ទៅកន្លែងដែលខ្ញុំធ្លាប់នៅពីមុនមកបានប៉ុន្តែវាអាចកើតឡើងបានណាលុះត្រាតែរូបគំនូរនោះត្រូវបានគូសរួចរាល់តែប៉ុណ្ណោះដល់ទៅពេលអង្គរៈស្ដាប់ចាំហើយក៏និយាយថាបើសិនជាអ្វីដែលឯងនិយាយត្រឹមត្រូវហើយបើសិនជាឯងពិតជាមកពីអនាគតមែនណាអញ្ចឹងនៅទីបំផុតរបស់ព្រះអង្គគឺច្បាស់ជាត្រូវគេដាក់ថ្នាំអំពុលឃើញអត់រឿងហ្នឹងវាកាត់មែនទែនហ្មងកាត់ឲ្យយើងមើលឲ្យយើងយល់ខ្លួនឯងបន្តអញ្ចឹងមិនបាច់គេ detail ច្រើនទេដល់តួប្រុសគ្រាន់តែលូចឹងព្រាសួរទៅភ្ញាក់ផ្អើលហ្មងអញ្ចឹងតើខ្ញុំគួរធ្វើម៉េចទៅអង្គរៈហ្នឹងក៏តទៅវិញថាអិនហូបើសិនជាអាចសូមឯងនាំព្រះអង្គម្ចាស់ទៅកន្លែងឯងធ្លាប់រស់នៅនោះផងឯងគឺជាមនុស្សតែម្នាក់គត់ដែលអាចជួយសង្គ្រោះព្រះអង្គបានប្រុសនេះស្ដាប់ចំក៏សួរទៅវិញថាហា
ថាម៉េចចុះលោកក៏គិតមិនទៅអង្គរៈនេះលឺចឹងក៏តទៅវិញថាឲ្យតែព្រះអង្គទ្រង់នៅមានជីវិតទោះបីជាយើងមិនអាចឃើញទ្រង់ម្ដងទៀតណាឬមួយក៏ទោះបីជាយើងត្រូវស្លាប់ថ្ងៃនេះក៏ដោយក៏យើងមិនអីដែរដូច្នេះហើយសូមឯងជួយព្រះអង្គផងទូប្រុសនេះក៏ស្ដាប់លឺហើយនិយាយពីថាអូដូចព្រលឹងហោះទៅអស់លីងហ្មងគ្នាទៅភ្នែកចង់លីងលំផងអីផងមិនដឹងគិតមិនមកទេនេះដល់ពេលឥឡូវនេះបកមកខាងព្រះអង្គវិញម្ដងឃើញព្រះអង្គនេះអង្គុយនៅខាងក្រៅហ្នឹងហើយគួយចាំទូប្រុសហ្មងហើយក៏ចាំតែគូរួមជាមួយគ្នាហ្នឹងដល់អង្គុយទៅងាកទៅមើលឲ្យមាត់ទ្វារហ្នឹងឯងអត់ឃើញទូប្រុសចេញមកក៏និយាយទៀតអើយហើយពេលណាបានគេមកដល់ហ្នឹងដល់ឡើងកំពង់លូហ្នឹងក៏ស្រាប់តែឃើញទូប្រុសនោះបើកទ្វារចេញមកគ្រាន់តែឃើញទូប្រុសចេញមកភ្លាមណាងាកទៅដល់ញឹមដាក់ហ្មងស្រាប់តែកំពុងញឹមហ្នឹងកិច្ចមុខចេញធ្វើអាទឹកមុខបីសពូននេះណាទៀតក៏លូទៀតមកយូររហូតហើយព្រះអង្គប្រែហើយខំភាសាចរិតចាស់ទុំមកលើចេញស្រីកូនក្មេងដែរដល់ទូប្រុសនេះឃើញហ្នឹងនេះបានចូលស្រឡឹងគ្នាដឹងនិយាយអីដែរស្រាប់តែពេលហ្នឹងណាព្រះអង្គលេងទាញអាថងទឹកថ្នាំទឹកអីគេហ្នឹងគេងោគេខឹងគេហ្មងណានេះគេដោណាក៏វាក្បត់ទៅចូលទៅក្នុងបន្ទប់គេម្ដងគេអង្គុយបាយខ្នងមកអីចេញចរិតក្មេងតូចចឹងណាណែទៅជាអញ្ចឹងវិញព្រះអង្គដល់ទទួលប្រុសនេះគ្នាក៏បិទទ្វារបាត់អីចឹងណាក៏មកអង្គុយជិតព្រះអង្គអើយទឹកមុខគ្នាលក្ខណៈអើយស្អីទៀតទេអញអត់ដឹងរឿងអីផងនេះដល់ទៅឃើញព្រះអង្គនោះស្លឹមមុខទូប្រុសគេកិច្ចមុខចេញក៏និយាយបែបងងក់ចឹងណាតែឯងបានផ្លេចសន្យាជាមួយយើងមិនមែនទេថាថ្ងៃនេះទៅផាត់ពណ៌ជាមួយយើងហ៎ទូប្រុសនេះអញដេកសុកភ្ញាក់ឡើងមកលួងស្ដាច់លេងដល់ពេលគ្នាខំញញឹមចឹងតែពេលគ្នាវាមានទុកសោកទេអត់មានចេះតែឡូហ្នឹងដល់ហើយទៅក៏តទៅថាប្រកាសណាច្បាស់ជាមិនភ្លេចទេស្រាប់ហើយទៅក៏ងាកទៅស្លក់ទូប្រុសមែនព្រះអង្គងោមែនណាមិនអត់មានចេះថាណាដល់ហើយក៏និយាយថាបើសិនជាអញ្ចឹងមានអីកើតឡើងទៅទូប្រុសហ្នឹងក៏តទៅថាខ្ញុំដេកជ្រុលខ្ញុំសុំទោសហ៊ុនអូតែទឹកមុខទូប្រុសញញឹមនេះមែនថាញញឹមប្រកបភាពសោកសៅហ្មងព្រះអង្គនៅលឺចឹងក៏តទៅវិញមិនអីទេដល់ទូប្រុសឃើញទឹកមុខព្រះអង្គនៅសពោហ្នឹងក៏សួរទៅវិញចឹងណាលោកអន់ចិត្តមែនទេគ្រាន់តែលឺទូប្រុសសួរអញ្ចឹងភ្លាមណែងាកទៅស្លក់ទូប្រុសថ្មហើយកិច្ចមុខមកវិញក៏តទៅវិញថាប្រហែលជាអញ្ចឹងស្រាប់ពេលនោះទូប្រុសក៏និយាយទៅកាន់ព្រះអង្គអញ្ចឹងណាក៏ថាហ៊ុនអត់ទេព្រះអង្គខ្ញុំមានរឿងសុំឲ្យព្រះអង្គជួយតើព្រះអង្គអាចជួយខ្ញុំបានអត់ព្រះអង្គដល់ពេលលឺអញ្ចឹងទៅដូចគ្នារៀងអន់ខឹងអន់អើយងងក់អញ្ចឹងណាក៏និយាយទៅវិញថាឯងនិយាយយើងស្ដាប់សិនមកដល់ពេលលឺអញ្ចឹងទៅទូប្រុសនោះក៏លោកទាញយករូបគំនូរពីក្នុងដៃអញ្ចឹងណាយកមកដល់ទៅក៏ដាក់បង្ហាញព្រះអង្គអញ្ចឹងណាក៏និយាយថានេះគឺរូបការពារម្សិលមិញដែលខ្ញុំបង្ហាញព្រះអង្គពួកយើងបញ្ចប់វាជាមួយគ្នាទៅដល់ព្រះអង្គឃើញរូបហ្នឹងក៏សួរបញ្ជាក់អញ្ចឹងរូបនេះហ៎ទូប្រុសហ្នឹងក៏ងក់ក្បាលអញ្ចឹងណាស្រោះឲ្យព្រះអង្គរាជឆ្លើយក៏សួរថាហេតុបានជាឯងគ្រាន់តែលើប៉ុណ្ណឹងទូប្រុសហ្នឹងក៏កាត់អញ្ចឹងណាក៏និយាយថាគឺព្រោះតែវាជារូបគំនូរដែលខ្ញុំចូលចិត្តដូច្នេះហើយខ្ញុំចង់គូវាជាមួយនឹងលោកខ្ញុំចង់ឲ្យពួកយើងបញ្ចប់វាជាមួយគ្នាដល់ព្រះអង្គនេះក៏ស្ដាប់ឮអញ្ចឹងគឺរៀងសប្បាយចិត្តអញ្ចឹងណាក៏សួរបញ្ជាក់ទៅវិញថាព្រោះតែជារូបគំនូរដែលឯងចូលចិត្តអញ្ចឹងទូប្រុសយើងហ្នឹងក៏ងក់ក្បាលបញ្ជាក់ថានឹងហើយអញ្ចឹងណាសោះដល់ពេលព្រះអង្គណាគេឮអញ្ចឹងទៀតទៅអៀនផងអីផងណាកេះដៃក្តាប់ដៃប្រកាច់ប្រកិនវិញហ្នឹងហើយដល់ទៅក៏ញឹមតបវិញខ្លីៗអញ្ចឹងណាអញ្ចឹងក៏បានដែរមិនអីទេព្រោះតែអិនហូតែម្នាក់គត់ធ្វើឲ្យស្ដេចផែនដីរបស់ខ្ញុំខ្លាចជាក្មេងតូចដល់តាលើនេះក៏គេនាំគ្នាទៅគូរូបទៀតដែរដើរមកអញ្ចឹងណានិយាយព្រះអង្គសប្បាយចិត្តនិយាយបានដើរមួយតួប្រុសហ៎តែតួប្រុសហ្នឹងគ្នាមិនសប្បាយចិត្តអីគ្នាតែដឹងរឿងទឹកមុខសែតផងអីផងអាញឹមហ្នឹងរបៀបញឹមតែបង្ខំអញ្ចឹងណាដល់ទៅគេមកដល់កន្លែងទៅគូរូបទេសភាពហ្នឹងសត្វតែមកដល់ហ្នឹងអង្គុយចុះហ្នឹងតួប្រុសហ្នឹងដេកកៅស្មារបស់ព្រះអង្គអញ្ចឹងណាទឹកមុខសោកសៅប្រហើយព្រះអង្គអត់មានឆ្ងល់ទេថាមនុស្សធ្លាប់ទៅលៀមច្លើមនៅសុកស្ងប់ស្ងាត់ស្រាប់តែពេលកំពុងសែតអត់មាននិយាយស្ដីហ្នឹងព្រះអង្គហ្នឹងក៏ហៅអញ្ចឹងណាអិនហូដល់ពេលអិនហូលឺអញ្ចឹងហ្នឹងអិនហូក៏ងាកមកដល់ហឺអញ្ចឹងណាគ្នាដូចល្វើយនេះអេដមីនហ្នឹងចង់ល្វើយតាមតែ energy បាត់អស់លីងដល់ទៅក៏លើព្រះអង្គនិយាយអញ្ចឹងណាអរគុណឯងយើងបានរៀនដឹងថាមនុស្សពិតជាកក់ក្ដៅណាស់ទូប្រុសនេះលឺអញ្ចឹងក៏ញឹមឲ្យតទៅវិញថាអរគុណលោកដូចគ្នាដែលតែងតែការពារខ្ញុំគ្រាន់តែនិយាយចប់ភ្លាមណាស្រឡឹងមុខគេឲ្យទូប្រុសអ្នកចូលថើបម្ដងចង្វាក់នេះវាសំណំតិចដូចថាវាសំឲ្យថើបគ្នាមើលទៅដល់អាមុននោះវាអត់តំណងបណ្ដោយស្រឡឹងមុខថើបយកបណ្ដោយថើបមុនម្ដងទៅកុំឲ្យព្រះអង្គមើលងាយនិយាយមែនអេដមីនចូលតួតាមតួប្រុសដល់ពេលឥឡូវល្វើយតាមតួប្រុសដែរនេះដល់តែឥឡូវនេះបកមកថ្ងៃថ្មីមិនដឹងថ្ងៃថ្មីឬថ្ងៃអីនេះស្រាប់ហើយឃើញព្រះអង្គម្ដងដើរចេញទៅណាអញ្ចឹងណាសត្វទៅពេលនោះអង្គរៈស្ទុះម្ដងស្រែកទៅហ្មងព្រះអង្គគាត់ទៅលើអង្គរៈស្រែកភ្លាមព្រះអង្គនឹងធ្វើដៃថាស្ងាត់កុំឲ្យមាត់អញ្ចឹងណាដល់ពេលហើយទៅ
អង្គរៈក៏សួរថាព្រះអង្គគិតបំរុងទៅណាហ្នឹងព្រះអង្គហ្នឹងក៏តបទៅវិញថាយើងចង់ទៅផ្លូវនៅក្នុងទីក្រុងបន្តិចអង្គរៈគាត់ទៅលើសួរហ្មងដូចអត់ចង់ឲ្យទៅចឹងក៏សួរថាហេតុអីបានទៅទីនោះព្រះអង្គហ្នឹងក៏តបទៅវិញថាអិនហូតែងតែបង្រៀនយើងផាត់រូបគំនូរជារៀងរាល់ថ្ងៃទោះបីជាវាជារឿងតិចតួចក៏ដោយតែយើងចង់តបស្នងគេអង្គរៈនេះលឺចឹងក៏បារម្ភហើយតបទៅវិញថាទូបង្គំនឹងកំដរព្រះអង្គដល់ពេលហើយព្រះអង្គហ្នឹងក៏ដើរមកចឹងក៏និយាយថាមិនអីទេតែអិនហូនៅមានក្តីកង្វល់ប៉ុណ្ណាទៅបើសិនជាភ្ញាក់ឡើងអត់ឃើញយើងទាំងពីរនាក់នោះអូបារម្ភពីអិនហូទៀតដល់អង្គរៈលឺឆ្នោះតែមិនអស់ចិត្តចឹងក៏នៅសួរបញ្ជាក់ចឹងតែព្រះអង្គប្រកាសចិត្តថាព្រះអង្គអាចមើលថែខ្លួនឯងបានហើយទៅព្រះអង្គហ្នឹងក៏នៅតបចឹងណាយើងមិនអីទេកុំបារម្ភអីគាត់និយាយចប់ភ្លាមដើរចេញទៅបាត់ទៅទុកអង្គរៈនៅឈរមើលដល់ហើយទឹកមុខគ្នាកង្វល់ផងបារម្ភផងចឹងណាអត់ចង់ឲ្យព្រះអង្គទៅតែឯងដល់ព្រះអង្គនេះក៏មកផ្សារទិញសម្ភារៈទិញអីទៅឲ្យអិនហូចឹងណាសប្បាយចិត្តឲ្យញ៉ាំញែមជាបានទិញឲ្យគេសត្វទៅដល់ពេលហ្នឹងលឺបជារារបៀបគេមើលអាប្រកាសអីគេនិយាយថាព្រះរាជាបានចេញបញ្ជាឲ្យដាក់ថ្នាំបំពុលដល់ព្រះអង្គម្ចាស់ដែលបានមានបំណងរៀបចំផែនការក្បត់ជាតិដល់ប្រជាជនគេអានគេមិននិយាយហាដាក់ថ្នាំពុលអីចឹងណាព្រះអង្គគ្រាន់តែលូជងភ្លាមនេះជ្រែកប្រជាជនចូលទៅមើលហ្មងព្រោះប្រជាហ្នឹងចេញឲ្យស្លាប់ហ្នឹងគឺស្លាប់ខ្លួននឹងឯងដល់ហើយទៅក៏ជ្រែកចូលទៅឈោអានព័ត៌មានឲ្យបានច្បាស់ចឹងណាអញ្ចឹងមិននឹកឃើញដល់ពាក្យដែលថាអើយអង្គរៈនិយាយហើយនៅបំណងដែលអង្គរៈអត់ចង់ឲ្យមកផ្សារព្រោះតែមូលហេតុហ្នឹងឯងដល់ទៅពីរអ្នកដឹងរឿងនេះគ្នាមិននិយាយឲ្យចេញគូចាំព្រះអង្គម៉ងហ្នឹងហើយស្រាប់ដល់ពេលទៅក៏ឃើញព្រះអង្គមកទ្វារមករួចហើយក៏ស្ទុះងើបរសួរចឹងណាតើលោកទៅមកពីណាដល់ព្រះអង្គអត់មានតោទេទម្លាក់សភៅទម្លាក់បិចអីចោលអស់លីងហ្មងចឹងណាទូប្រុសនេះគាត់តែឃើញប៉ុណ្ណឹងដឹងថាអត់មានរឿងល្អហ្មងព្រះអង្គនឹងដើរមកចិត្តក៏ស្រែកទៅអង្គរៈចឹងណាតែឯងបានដឹងរឿងមែនទេដល់អង្គរៈនេះគ្នារៀងខ្លាចដែរស្ទាក់ស្ទើក៏ធ្វើជាសួរវិញចឹងណាតែព្រះអង្គចង់មានន័យថាម៉េចហ្នឹងព្រះអង្គនឹងក៏ស្រែកទៅវិញហ្មងគឺរឿងបងប្រុសយើងហ្នឹងឯងរឿងដែលទ្រង់បញ្ជាថាឲ្យសម្រាប់យើងដោយការដាក់ថ្នាំពុលទឹកមុខព្រះអង្គដល់ពេលខឹងទៅខ្លាំងខ្លាដែរហ្នឹងសោះទៅដល់ពេលហ្នឹងតួប្រុសហ្នឹងក៏ស្ងាត់អត់ហ៊ានមាត់ដែរអង្គរៈនឹងមិនស្ងាត់ជ្រាបឲ្យមុខចុះហ្មងអត់ហ៊ានតវ៉ាចឹងណាដល់ព្រះអង្គឃើញចឹងព្រះអង្គក៏តបឲ្យថាមើលតឯងដូចគ្មានការភ្ញាក់ផ្អើលសោះចឹងបានន័យថាឯងបានដឹងហើយអង្គរៈនឹងបានត្រឹមព្រះអង្គអត់ហ៊ាននិយាយអីតអត់ដឹងនិយាយដែរដល់ពេលហើយព្រះអង្គស្រែកទៅមកហើយបានជាឯងអត់ព្រមប្រាប់យើងហេតុអីទៅដល់តួប្រុសនេះឃើញចឹងនេះគ្នាក៏ជួយសម្រួលចឹងណាក៏និយាយចឹងទៅហ៊ុនគ្នាមិនតបបាននិយាយអីផងព្រះអង្គស្រែកទៅវិញហ្មងឯងក៏បានដឹងរឿងដែរមែនទេហើយបានចំពោះឯងទាំងពីរនេះលាក់បាននឹងយើងចឹងតែយើងបានធ្វើអីខុសទៅហើយបានជាយើងត្រូវបានគេស្អប់ដល់ម្លឹងនិយាយពីថាម្នាក់ស្ងាត់មកមានបណ្ដាហ៊ានតតួប្រុសក៏មិនហ៊ានអង្គរៈក៏មិនហ៊ានដល់ព្រះអង្គនេះវិញថាខឹងខ្លាំងផងជួយចាប់ខ្លាំងផងអញ្ចឹងណាលឹងទុនជង្គង់ដួលមកគាត់ទៅឃើញភ្លាមតួប្រុសរត់ស្ទុះទៅចាប់មកគាត់តួប្រុសចាប់ណែក៏វាដៃតួប្រុសចាញ់ព្រោះពេលនេះខឹងខ្លាំងហើយនិយាយពីថាទឹកមុខតួប្រុសនេះចង់ជួយចាប់ចេញព្រះអង្គទេនេះដល់ពេលឃើញអញ្ចឹងទៅក៏ទាញព្រះអង្គយកមកអោបអញ្ចឹងណាអោបបដាលួងបដាអញ្ចឹងក៏និយាយថាអត់អីទេលោកទៅជាមួយខ្ញុំទៅកន្លែងដែលខ្ញុំធ្លាប់រស់នៅពួកយើងនឹងទៅជាមួយគ្នាដល់ព្រះអង្គនឹងអត់ទេក៏ទៅពីយំអោបតួប្រុសហ្នឹងហើយនិយាយតែអាណិតដែរហ្នឹងសោយរេងបាសោយរេគេនេះរទេសចេញគេតាមស្លាប់ទៀតជីវិតនឹងអត់សុខសោះហ្មងដល់ហើយទៅក៏ចូលមកដល់ថ្ងៃថ្មីវិញហើយឃើញអង្គុយគូរូបគំនូរមួយគ្នាអញ្ចឹងណានិយាយពីទឹកមុខតួប្រុសនេះមើលទៅព្រះអង្គសោកសៅដល់ហើយវាអាណិតអញ្ចឹងណាទាំងតែគួរតែព្រះអង្គអាណិតខ្លួនឯងដែលមកអត់មានម៉ែមានឪណែដល់ពេលទៅព្រះអង្គហ្នឹងក៏សួរថាឯងបាននិយាយថាបើសិនជាពួកយើងគូរូបគំនូរនេះចប់រួចរាល់គឺយើងអាចទៅនៅកន្លែងដែលឯងរស់នៅបានមែនទេតួប្រុសលើចឹងក៏ញឹមអញ្ចឹងណាតាមពិតតែខ្លួនឯងទៅបានណាក៏មិនដឹងផងដល់ហើយទៅក៏ចាប់ដៃព្រះអង្គចឹងណាលក្ខណៈថាជួយលើកទឹកចិត្តនោះរួចក៏និយាយទៅព្រះអង្គថាលោកពិតជាអាចទៅបានទៅទាំងអស់គ្នាជាមួយនឹងខ្ញុំដល់ព្រះអង្គនេះលើចឹងក៏តទៅវិញទឹកមុខក្រៀមក្រំចឹងណាក៏និយាយថាទោះបីជាវាមិនមែនជាការពិតក៏ដោយតែមិនអីទេទោះបីជាវាត្រឹមតែជាការកុហកប៉ុន្តែវាពិតជាល្អណាស់ដែលឯងនៅជាមួយឯងនៅជីវិតចុងក្រោយរបស់យើងអូយស្ដាប់មកកំសត់ដល់ហើយនេះមើលទឹកមុខកូនឯងណោះអាភាពរីករាយបានអស់លីងព្រះអង្គហ្នឹងក៏និយាយបន្តទៀតថាយើងក៏ធ្លាប់មានការភ័យខ្លាចបន្តិចបន្តួចដែរក៏ប៉ុន្តែពេលនេះយើងមិនខ្លាចអ្វីទាំងអស់ព្រោះយើងអាចធ្វើការងារសិល្បៈចុងក្រោយរបស់យើងជាមួយនឹងឯងយើងមិនខ្លាចអ្វីទៀតឡើយអើយដល់និយាយចប់នេះអ្នកខាងនេះហ្នឹងចេះញឹមចឹងណាតែទឹកមុខញឹមហ្នឹងប្រកបនៃសោកសៅទាំងអស់ទៅគ្នាហ្នឹងដល់ហើយក៏ចូលដល់ការវេលាដែលគេត្រូវត្រឡប់ទៅវិញត្រឡប់ទៅសម័យកាលរបស់តួប្រុសចឹងណាតួប្រុសហ្នឹងក៏រៀបចំឲ្យវាយវ៉ាន់ខ្លួនឯងក៏អាគេអីរបស់ខ្លួនឯងមកចប់ហើយនេះត្រៀមមិនទៅដល់ទៅក៏ចូលនិយាយថាឥឡូវនេះគឺពេលថ្ងៃត្រង់ហើយពេលដែលផុតពេលថ្ងៃត្រង់ទៅអ្នកបម្រើរបស់ស្ដេចនឹងមកដល់ទីនេះដល់ហើយកំណត់ឲ្យមកអង្គុយជុំគ្នាលារូបគំនូរលាអីនឹងមើលចឹងគាត់ហើយទៅអើយអង្គុយស្រឡឹងមុខគ្នាមិនដឹងទៅតាមណាឯងអើយដល់ទៅក៏លឺតួប្រុសហ្នឹងនិយាយថា
រូបគំនូរផ្ទាំងនេះហ่ะពិតជាអាចនាំពួកយើងឲ្យទៅកាន់អនាគតបានអង្គនេះគាត់នៅឃើញទឹកមុខទូប្រុសអញ្ចឹងក៏យកដៃដាក់លើផ្លូវទូប្រុសអញ្ចឹងណាលក្ខណៈថាកុំបារម្ភអីយើងដឹងទៅបានអញ្ចឹងណាដល់ពេលទូប្រុសនឹងឃើញអញ្ចឹងទៅចំដឹងធ្វើមកចុះក៏ចាប់ផ្ដើមគេយកដៃយកអីគេហ្នឹងស្ទាក់ស្ទើម្រងទៅដាក់លើរូបគំនូរអញ្ចឹងស្រាប់តែដល់ពេលដាក់ដៃលើរូបគំនូរហ្នឹងហើយអត់មានការឡើងទាំងអស់ដូចថាវាធម្មតាទូប្រុសនឹងភ្ញាក់ហ្មងចំមិនមកអត់ទៅអញ្ចឹងនៅនឹងអីដល់ហើយទៅក៏ចាប់ប្រាប់ដាក់ម្ដងទៀតដាក់គ្រប់កន្លែងលើរូបគំនូរហ្មងនៅទៅអត់បានដល់ហើយទៅនិយាយពីម្នាក់បារម្ភដល់នេះចុះឃើញដូចអមេរិកឡើងអញ្ចឹងដល់ពេលទូប្រុសហ្នឹងដាក់ឲ្យដាក់ទៀតអត់ចាញ់អញ្ចឹងណាចាប់ផ្ដើមបារម្ភមកក៏និយាយមកហើយអមេរិកឡើងហ្នឹងដល់ទៅក៏ងាកទៅសន្លឹងមុខអង្គរៈសន្លឹងអីចឹងណាលក្ខណៈបញ្ជាក់ថាគ្នាក៏អត់ដឹងតែមានរឿងអីដែរហើយតែមិនជិះទៅអត់បានចឹងណាសង្ស័យទៅនៅនឹងទៀតណាដល់ទៅអង្គរៈនេះឃើញចឹងទៅគិតថាអូអត់ស្រួលទេក៏រត់ចេញទៅចឹងត្រូវទៅតាមដានមើលថាតើអ្នកបម្រើរបស់ស្ដេចមកនៅពោះថ្ងៃត្រង់ទៅមកស្លាប់ព្រះអង្គក៏រត់ចេញទៅក្រៅចឹងរត់ទៅរមើលនៅឯព្រៃនៅអីចឹងដល់ហើយទៅឃើញទឹកមុខវាផ្អើលទឹកមុខនៅប្រហែលជាមកដល់ហើយដល់តួប្រុសនេះក៏នៅតែអត់អស់ចិត្តចឹងណាក៏និយាយថាអូយវាមិនអាចទៅរួចទេគ្មានផ្លូវទេនៅតែពិនិត្យមើលសឡងមើលរូបអញ្ចឹងណាដល់ពេលនឹកឃើញក៏និយាយថាអូនឹកឃើញចាំបន្តិចក៏លុកក្នុងកប៉ៅខ្លួនឯងយកអារូបគំនូរនោះមកផ្ទៀងផ្ទាត់ដល់គួយមើលអញ្ចឹងណាទាំងព្រះអង្គទូប្រុសមើលពិនិត្យថាវានៅខ្វះអីទៀតអញ្ចឹងណាព្រោះគូហើយរួចរាល់ហើយបាននៅទៅមិនបានស្រាប់តែពេលកំពុងតែពិនិត្យមើលរូបនោះហើយទៅក៏ផ្ទៀងជាមួយអារូបខ្លួនឯងហើយក៏នឹកឃើញដល់អារូបនៅក្នុងផ្ទាំងគំនូរទៀតក៏ឃើញអារូបក្នុងផ្ទាំងគំនូរហ្នឹងវាមានអារូបចុច3នាក់សត្វដល់ពេលហើយទូប្រុសឃើញសប្បាយចិត្តក៏និយាយមកខ្ញុំរកឃើញហើយងាកទៅព្រះអង្គក៏និយាយថានេះគឺជារូបគឹមហ៊ុនហើយនឹងខ្ញុំរួចហើយទូប្រុសក៏ទាញគំនូរក៏និយាយបន្តថាខ្ញុំគ្រាន់តែត្រូវគុំពេញបន្ថែមពួកយើង3នាក់តែប៉ុណ្ណោះពួកយើងនឹងអាចបញ្ចប់វាបានហើយយើងពិតជាអាចចាស់ចាប់ពីទីនេះបាននេះមិនទាន់បានទាញជក់ទាញអីទៅសេប៉ុណ្ណឹងស្រាប់តែឃើញអង្គរៈរត់ទៅហេបទៅហោម្ដងក៏ស្រែកទៅហ្មងថាព្រះអង្គម្ចាស់អ្នកទាំងពីរត្រូវតែរត់គេចពេលនេះហើយឲ្យលឿនឡើងទូប្រុសនេះគ្រាន់តែលឺប៉ុណ្ណឹងណាភ័យបដ ாய் មើលទៅដឹងបានទៅស្រុកវិញអត់ទេនេះដល់ហើយទៅក៏ប្រមូលអាសម្ភារៈអីទុកដាក់ក្នុងកាបូបទៅនាំគ្នារត់ជាមួយទាំងព្រះអង្គទាំងគឹមនឹងទៅទាំងអស់គ្នាហ្នឹងដល់រត់ដើរអីបារទៅអង្គរៈនៅតាមការពីក្រោយអញ្ចឹងណាដល់គ្នារត់ផងមើលផងទៅក៏ឃើញពួកចិត្តអាក្រក់ហ្នឹងវាលឺស្រាប់ជើងឬអីពួកនោះមកដែរគាត់ទៅលឺប៉ុណ្ណឹងភ្លាមវាអង្គរៈស្រ័យទៅហ្មងអិនហូពួកយើងនឹងត្រូវគេចាប់ខ្លួនទាំងអស់គ្នាបើសិនជាពួកយើងរត់បែបនេះយើងនឹងបង្វែរដើមពួកគេសិនហើយឯងឆាប់នាំព្រះអង្គម្ចាស់រត់ឬចាត់ចេញពីទីនេះទៅព្រះអង្គនៅលឺចឹងក៏ស្រែកទៅវិញហ្មងគឹមឯងកំពុងតែនិយាយពីអីហ្នឹងដល់ទៅអង្គរៈហ្នឹងក៏អត់និយាយច្រើនក៏តទៅវិញថាសូមមើលថែខ្លួនផងព្រះអង្គដល់ពេលទូប្រុសលឺចឹងក៏និយាយទៅវិញថាលោកត្រូវតែរស់ស្រាប់តែមិនទាន់ផ្ដែផ្ដាំនេះជាប់ស្រួលបួហ្មងលឺស្រាប់ជើងចិត្តអាក្រក់ចិត្តមកដល់ដល់ពេលហើយទៅអង្គរៈក៏ស្រែកទៅមកឆាប់នាំគ្នារត់ទៅស្ថានភាពពេលហ្នឹងហើយគ្មានអីត្រូវគិតគូរច្រើនទេតួប្រុសនោះចាប់ទាញព្រះអង្គរត់ហ្មងណាដល់ពេលព្រះអង្គហ្នឹងក៏វាសដៃចេញស្រែកអត់ទេគឹមយើងមិននឹងអាចទៅចោលអីបានទៅដល់ពេលហើយគ្មានទេតួប្រុសនៅតែចាប់ទាញព្រះអង្គរត់យកហ្មងណាព្រោះតួប្រុសដឹងថាយ៉ាងណាក៏គឹមនឹងត្រូវតែមានជីវិតរស់ហើយត្រឡប់ទៅអាពេលបច្ចុប្បន្នហ្នឹងទាំងអស់គ្នាដែរដល់ហើយទៅគេបកសម័យមកពេលដែលថាអង្គរៈនឹងគាត់ឈរយំឈរអីរបៀបវាថានឹកអាណិតសំណោះព្រះអង្គអីចឹងអត់ចង់ឲ្យព្រះអង្គទៅអញ្ចឹងណាសុទ្ធតែពេលហ្នឹងលេចមុខស្ត្រីចំណាស់ម្នាក់ចេញមកដល់ចេញមកក៏និយាយថាអនុញ្ញាតឲ្យព្រះអង្គហើយនឹងអិនហូទៅអង្គរៈនេះឃើញចុះភ្ញាក់ឲ្យក៏សួរទៅវិញថាអ្នកជាតាណាគេយាយប៉ែហ្នឹងក៏តបទៅវិញថាយើងគឺជាអ្នកដែលបញ្ជូនមនុស្សដែលគួរឲ្យសង្ស័យម្នាក់នោះមកទីនេះអង្គរៈនេះគ្រាន់តែលឺប៉ុណ្ណឹងធ្វើតែមុខភ្ញាក់ហ្មងនឹកឃើញដល់អ្វីដែលអិនហូនិយាយថាម្នាក់ស្រីហ្នឹងហើយដល់ពេលហើយអ្នកស្រីក៏និយាយបន្តទៀតថាគឹមឯងនៅទីនេះហើយព្រោះនៅមានរឿងច្រើនទៀតដែលឯងត្រូវធ្វើបើសិនជារូបគំនូររបស់ព្រះអង្គម្ចាស់ត្រូវកប់ជ្រៅនៅលើភ្នំអិនហូនៅថ្ងៃអនាគតគឺពិតជាមិនអាចរករូបគំនូរនឹងឃើញទេហើយបើសិនជារឿងនេះកើតឡើងគេក៏មិនអាចមកទីនេះបានដែរអង្គរៈនេះគ្រាន់តែស្ដាប់ចប់ភ្លាមនឹកឃើញរឿងទៀតក៏និយាយថាបើសិនជាអញ្ចឹងគ្រាន់តែប៉ុណ្ណឹងអ្នកស្រីនិយាយបន្តទៀតថាតែពួកយើងពិតជាមិនគួរជួយព្រះអង្គម្ចាស់ទេឬដល់ហើយទៅអង្គរៈហ្នឹងក៏សួរទៅវិញថាតើខ្ញុំអាចធ្វើអ្វីបានទៅអ្នកស្រីហ្នឹងក៏និយាយបន្តទៀតថាគឹមឯងយករូបគំនូរដែលគូសរួចរាល់ហ្នឹងទៅកប់នៅក្រៅអញ្ចាំងនៃព្រះរាជវាំងហាន់យ៉ាងទៅហើយបន្ទាប់ពីពេលនោះមកពេលវេលានៅលំហនឹងបើកចង្ហរសម្រាប់ថ្ងៃអនាគតដល់ពេលលឺអញ្ចឹងអង្គរៈហ្នឹងក៏តបទៅវិញថារឿងដែលគេដាក់ថ្នាំបំពុលព្រះអង្គខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់ព្រោះខ្ញុំមិនអាចធ្វើអ្វីបានទាំងអស់តែទោះបីជាយ៉ាងណាក៏ដោយបើសិនជាខ្ញុំមានឱកាសខ្ញុំពិតជារីករាយណាស់ដែលត្រូវទៅទីនោះតើខ្ញុំអាចសួរបានទេថានេះបានជាអ្នកប្រឹងប្រែងធ្វើរឿងនេះខ្លាំងម្ល៉េះអ្នកស្រីនឹងលឺអញ្ចឹងក៏តបទៅវិញថាព្រះអង្គម្ចាស់អិនអានគឺជាមនុស្សម្នាក់ដែលមានអត្តចរិតល្អបំផុតដែលខ្ញុំធ្លាប់ឃើញប៉ុន្តែជីវិតរបស់ទ្រង់គឺបានជួបនឹងរឿងរ៉ាវអាក្រក់ជាច្រើនក៏ព្រោះតែសំណាងមិនល្អសូម្បីតែនៅក្នុងអនាគតដ៏វែងឆ្ងាយកន្លែងដែលអិនហូរស់នៅក៏មនុស្សទាំងអស់
មានអារម្មណ៍អាណិតអាសូរដល់ជីវិតដែលមិនមានសំណាងរបស់ទ្រង់ដែរខ្ញុំមានតែព្យាយាមលួងលោមរងទៅនោះហើយធ្វើរឿងដែលត្រឹមត្រូវតួប្រុសនេះស្ដាប់បណ្ដាអីបណ្ដាទៅក៏យំផងអីផងចឹងលក្ខណៈថាអាណិតស្ដាច់ផងអាណិតព្រះអង្គខ្លួនខែលុយមានអនាគតដូចព្រះអង្គអិនអានហ្នឹងចឹងណារហូតមកដល់ពេលនេះអេតមានអត់ដឹងថាព្រះអង្គអិនអានហ្នឹងគឺជាបណ្ណាគេរឿងវាកាត់ពេកហ្មងដល់ស្ដាប់ចប់ទៅអើយអង្គរៈហ្នឹងក៏តបទៅវិញចឹងណាអរគុណអ្នកស្រីនឹងខំជួយដល់ហើយអ្នកស្រីក៏និយាយបន្តទៀតថាឯងក៏ត្រូវតែផ្សារភ្ជាប់ជាមួយនឹងពួកគេដែរបើសិនជាវាសនាបានចាមកនោះដល់ហើយក៏บอกអំពីបច្ចុប្បន្នវិញក៏ឃើញទួប្រុសឈរស្រឡងព្រះអង្គរត់ចឹងហើយក៏និយាយថាព្រះអង្គម្ចាស់ទូបង្គំមានទូនាទីដែលត្រូវបំពេញនៅទីនេះតទូបង្គំនឹងជួបព្រះអង្គម្ដងទៀតនៅពេលអនាគតដ៏វែងឆ្ងាយព្រះអង្គម្ចាស់ជាទីគោរពរបស់ទូបង្គំគាត់តែនិយាយចឹងដឹងហើយថាអង្គរៈហ្នឹងក៏ជឿជាក់ដែរថាខ្លួនឯងក៏ទៅលោកអនាគតជាមួយនឹងព្រះអង្គដែររួចហើយក៏បកក្រោយដើម្បីតស៊ូជាមួយនឹងពួកជនអាក្រក់ចឹងណាលើកដើរលើកអីក៏និយាយថាយើងនឹងមិនអនុញ្ញាតឲ្យអ្នកណាប៉ះពាល់ព្រះអង្គម្ចាស់របស់យើងដាច់ខាតនេះមិនហៅថាអង្គរៈមហាសែនភក្តីភាពហ្មងណាដល់តបកមកពីអ្នកនេះវិញម្ដងក៏រកកន្លែងអង្គុយត្រឹមត្រូវដើម្បីបញ្ចប់រូបគំនូរហ្នឹងក៏ឃើញទួប្រងទាញជក់ទាញអីហើយទៅហត់ទៅឲ្យព្រះអង្គចឹងណានិយាយពីថាព្រះអង្គវិញទាញជក់មកហើយអារម្មណ៍វិញនិយាយពីដល់ហើយដៃវិញញ័រហើយដូចថាវាជួបរឿងវាអាក្រក់ច្រើនពេកអីតួប្រុសនេះឃើញអញ្ចឹងហ្នឹងគ្នាហ្នឹងក៏យល់ដែរមិនមែនថាគ្នាមិនយល់ទេនិយាយតួប្រុសដល់ពេលភាពបញ្ចប់តែមិនដឹងថាគ្នាច្រឹកចាស់ទុំដល់ឃើញហ្នឹងទៅក៏ទៅចាប់ដៃព្រះអង្គចាប់អីចឹងណាឲ្យព្រះអង្គដូចថាមានភាពរងមាំចឹងណាក៏ហើយទៅនាំគ្នាគូសរូបឲ្យហើយហ្នឹងទៅក៏គូអាចុច3ហ្នឹងដែលតំណាងឲ្យ3អ្នកហ្នឹងឯងដល់ទៅពេលគូរូបគូអីហ្នឹងបន្តអា3ហ្នឹងរួចហើយទៅតួប្រុសហ្នឹងក៏ចាប់ផ្ដើមព្រោះដឹងថាត្រូវទៅលើកនេះក៏លើកដៃហ្នឹងម្ដងដាក់លើកណូចឹងណាដល់ទៅពេលព្រះអង្គឃើញចឹងព្រះអង្គហ្នឹងក៏យកដៃទៅដាក់លើដៃរបស់អិនហូចឹងដែរដល់អិនហូស្រឡឹងមកក៏និយាយថាតោះពួកយើងធ្វើវាទាំងអស់គ្នារួចហើយក៏នាំគ្នាដាក់ដៃទាំងពីរនាក់ទៅលើផ្ទាំងកណូហ្នឹងចឹងស្រាប់តែដាក់បានមកស្ទុះទៅមានណាអាលាយបាត់ទៅមែនមានន័យថាពីរនាក់ហ្នឹងបានត្រឡប់ទៅកាន់ពេលវេលាបច្ចុប្បន្នរបស់តួប្រុសហ្នឹងនេះទីបំផុតនៅសល់តែរូបគំនូរហ្នឹងឯងដែលតម្រូវឲ្យអង្គរៈធ្វើយករូបទៅកប់នៅអញ្ចាំងព្រះរាជវាំងហើយដល់ពេលនោះរូបគំនូរនៅបច្ចុប្បន្នដែលពីមុនមាន3នាក់ដល់ពេលតួប្រុសមកខាងនេះបាត់មនុស្សអស់ឥឡូវនេះក៏ខ្លាចជារូបគំនូរដែលមានមនុស្ស3នាក់នៅលើជញ្ជាំងវិញហើយតែមិនដឹងថាម្នាក់ទៀតហ្នឹងមកអង្កាលទេឥឡូវគេកាត់ចូលមក2ឆ្នាំក្រោយមកនេះតើមើលសិនថាកូនអេដមីននេះចម្រើនដល់ណានេះក៏ចូលមកដល់ពេលវេលាបច្ចុប្បន្ននេះនៅហាងកាហ្វេនៅអីណាឃើញគេឆុងកាហ្វេឆុងអីណាប៉ុណ្ណេះដឹងថា2នាក់ហ្នឹងមកនៅបច្ចុប្បន្នសំបរិបូរនេះដល់តែ2នាក់នេះវិញមកនៅអង្គុយកន្លែងតុកកាហ្វេគេនៅរបៀបអង្គុយធ្វើពីការងារសាលាអញ្ចឹងណាស្រាប់ហើយទៅក៏ឃើញអិនហូហ្នឹងល្អទៅដែរអូយពិតជាពិបាកមែនតើនេះអូនិយាយពីកូនប្រុសអេមានអត់មានកែប្រោយដល់តែព្រះអង្គនេះឃើញអញ្ចឹងក៏សួរទៅវិញថាតើពេលណាដល់ពេលប្រឡងម្ដងទៀតព្រះអង្គនៅតែសភាព្រមទុំដដែលគ្រាន់តែមកបែបស្ទៀវតួប្រុសហ្នឹងក៏តបទៅវិញថាអាទិត្យក្រោយខ្ញុំទៅរៀនឆ្នាំទី2នេះវាដូចជាមិនសមតំណងសោះខ្ញុំត្រូវធ្វើបែបនេះ2ឆ្នាំទៀតទេមិនអាចទេនិយាយពីថាត្រឡប់មកវិញមកថាមកពុលហើយនឹងទឹកមុខនៅតែលេងដដែលនិយាយព្រះអង្គនេះនៅសភាពចឹងហើយគួយញ៉ាំចឹងបែរជាគិតថាមិនថាអិនហូនៅសម័យកាលណាគឺនៅតែប៉ុណ្ណឹងស្រាប់តែពេលហ្នឹងគឺនឹកឃើញគឺនិយាយទៀតតែក៏ពិតទៅមុខវិជ្ជាប្រវត្តិនៃសិល្បៈសម័យចូលសាន់ខ្ញុំនៅតែទទួលបាននិទេស A បូកយ៉ាងហោចក៏ខ្ញុំបានលេខ1នៅក្នុងថ្នាក់ដែរពីអេដមីនស្រឡាញ់អិនហូជាងគេក្នុងរឿងហ្នឹងបកាយខាងលេងទឹកមុខឲ្យចូលអារម្មណ៍បានគ្រប់ប្រភេទអារម្មណ៍ហ្មងណាមួយផ្លេតហ្នឹងប្រែទឹកមុខ3 4ដល់ហើយទៅក៏និយាយបន្តទៀតកាលពីខ្ញុំនៅរៀនវិទ្យាល័យខ្ញុំក៏ឆ្ងល់ដែរហើយបញ្ជាខ្ញុំរៀនមុខវិជ្ជាហ្នឹងព្រះអង្គនេះបន្ទាប់ពីស្ដាប់តួប្រុសនិយាយអួតហើយក៏និយាយម្ដងថាព្រោះតែឯងធ្លាប់រស់នៅសម័យនោះផ្ទាល់ដូច្នេះហើយគឺឯងអាចយកពីវាជាមួយនឹងបេះដូងរបស់ឯងជុំនិយាយឲ្យទៅកន្លះខែរៀនប្រវត្តិបានលេខ1ហ្នឹងអេដមីនទៅសម័យអង្គរទៅ1ឆ្នាំ2ឆ្នាំមិនចេះប្រវត្តិប្រទេសកម្ពុជាខ្ទេចហើយទេអីតួប្រុសនេះដល់ពេលគេលើព្រះអង្គនិយាយចឹងក៏ថាពិតមែនហើយអូព្រះអង្គនិយាយក៏ពិតដែរពេលនេះស្រាប់តែពេលហ្នឹងព្រះអង្គហ្នឹងក៏ទាញកុំព្យូទ័រមើលចឹងណាតាក់ទងទៅនឹងរបៀបថាគម្រោងផែនការគេតាក់ទងការតាមពិព័រណ៍របស់សិល្បៈសម័យចូលសាន់អីចឹងណាអូយព្រះអង្គមិនហៅពូស្ដាច់នេះពូអ្នកមានប្រាជ្ញាមែនហ្មងគាត់តែមកទៅ2ឆ្នាំចេះកុំព្យូទ័រចេះអីមកខ្ទេចហ្មងនេះដល់ហើយទៅក៏លើព្រះអង្គថាមើលល្អគ្រប់គ្រាន់ហ៎ទូប្រងគាត់ថាមកមើលមកគាត់ទាញមើលទៅព្រាមណែគាត់ថាអូយគេមើលដូចថាវាល្អអស្ចារ្យក៏និយាយហ្នឹងណាលោកពិតជាប្រកែមែន level របស់លោកនេះគឺអាចធានាថានឹងឈ្នះគម្រោងគ្រប់គ្រងរបស់ការតាំងពិព័រណ៍ថ្នាក់ជាតិហើយណែព្រះអង្គម្ចាស់គ្រាន់តែលឺលើកដៃ2ហ្មងព្រះអង្គម្ចាស់ដល់ពេលមកសម័យបច្ចុប្បន្នខ្ជូតហ្មងណាវាល្មមសំដែរហើយតួប្រុសយើងខំរៀនចង់ងាប់ហើយអត់ចេះធ្វើអីសោះគេទៅពីសម័យបុរាណទៅ2ឆ្នាំស្អីគេចេះដល់ទៅតួប្រុសហ្នឹងក៏រសារទៅណា
ដោយតែខ្ញុំគិតអញ្ចឹងលោកបកាយគឺបកាយមែនហើយស្រាប់តែកំពុងតែផ្អៀងប្អងញ៉ែគ្នាហ្នឹងតួប្រុសហ្នឹងក៏ធ្វើធ្លាក់បិចអញ្ចឹងណាដល់ពេលធ្លាក់បិចគ្នាក៏កលេចមើលទៅក៏អោនទៅរកបិចទៅស្រាប់តែដល់ពេលហ្នឹងព្រះអង្គម្ចាស់ធ្វើទឹកមុខភ្ញាក់ផ្អើលអញ្ចឹងស្រឡឹងទៅខាងមុខស្រាប់ហើយទៅក៏និយាយទៅអិនហូអញ្ចឹងណាអិនហូដល់គ្នានោះហ៎ជួគ្នាមិនបានចាប់អារម្មណ៍អីឡើយអោនរើសដល់តួប្រុសយើងគ្នាឃើញអញ្ចឹងគ្នាហ្នឹងក៏ងាកទៅមើលតាមព្រះអង្គអញ្ចឹងណាឆ្ងល់ទៅមើលគេក៏ឃើញអ្នកចូលទិញកាហ្វេហ្នឹងគ្រាន់តែឃើញម្នាក់ប្រុសហ្នឹងភ្លាមនិយាយវិថាពីរនាក់នេះអង្គុយស្រឡឹងអញញឹមមើលមុខគ្នាសប្បាយចិត្តហ្មងភ្ញាក់ផ្អើលហ្មងដល់ទៅពេលកលេចទៅមានណាគឺកលេចមកមើលវិញគឺអង្គរៈយើងតើអញញឹមឡើងស្រង់មកកាន់ព្រះអង្គហើយនឹងតួប្រុសហ្នឹងទីបំផុតណាក៏បានមកជុំគ្នានៅសម័យរបស់តួប្រុសទាំងអស់គ្នាបណ្ដោយតែគួរឲ្យសោកស្ដាយអេដមីនចង់មើល3នាក់នៅបច្ចុប្បន្ននេះទាំងអស់គ្នាប៉ុន្តែរឿងគេចប់ត្រឹមហ្នឹងឯងនិយាយមែនតើទៅរឿងនេះណាបើសិនជាលេងឲ្យបែប detail គឺលេងបានវែងណាវាមានសាច់រឿងត្រូវឲ្យយើងដឹងច្រើនមែនតើប៉ុន្តែគេកាត់ចោលអស់លីងឲ្យយើងកាត់នៅយល់ខ្លួនឯងទាំងអស់អញ្ចឹងណាចឹងឥឡូវនេះចប់ដោយបរិបូរណ៍ណាអេដមីនអរគុណច្រើនសម្រាប់អ្នកទាំងអស់គ្នាដែលបានមើលរឿងអេដមីនហើយអេដមីនក៏សង្ឃឹមថាអ្នករាល់គ្នានឹងសប្បាយចិត្តស្រស់ស្រាយពេលបានមើលរឿងដែរជូនពរឲ្យមានសុខភាពល្អសុខសុវត្ថិភាពទាំងអស់គ្នាអេដមីនទៅសម្រាប់វ៉ាកងសិនហើយមិនដឹងថាពេលណាត្រឡប់មកវិញទេចឹងដល់ពេលជម្រាបលាអិនហូជម្រាបលាព្រះអង្គម្ចាស់ហើយក៏ជម្រាបលាអ្នករាល់គ្នាដែរណាបាយបាយ